ទៅអស់មកទូទៅអស់មកប្រើហ្នឹងមិញចាំមើលអាទិត្យក្រោយអាត្មាថតពេលរំលឹកអាត្មាថតផ្សេងពេលបន្តមេរៀនថតផ្សេងហើយទម្លាក់ឲ្យញោមដែលថ្មីឲ្យគាត់មើលមេរៀនរំលឹកឡើងវិញប៉ុន្តែនឹងថតកើតអត់សូវចេះអាប៉ុណ្ណឹងចឹងនាមសព្ទរបស់យើងមិញមាន3គឺនាមនាមគុណនាមសព្វនាមឥឡូវយើងនិយាយពីគុណនាមគុណនាមនេះគឺសំដែងលក្ខណៈរបស់នាមចឹងគុណនាមសំដែងលក្ខណៈរបស់នាមញោមដល់ពេលកិរិយាសព្ទសំដែងសកម្មភាពខុសគ្នាណាចឹងគុណនាមសំដែងលក្ខណៈហ្នឹងមិននាមឧទាហរណ៍ដើមឈើដែលយើងថាខ្ពស់ទាបអាហ្នឹងឯងគឺជាគុណនាមមនុស្សយើងថាមនុស្សស្អាតមនុស្សខ្មៅមនុស្សសអាហ្នឹងហើយគឺជាគុណនាមឧទាហរណ៍ថាយើងថាអឺយើងថាខ្មៅសវែងខ្លីខ្ពស់ទាបឧទាហរណ៍យើងថាធម៌ពរោះអញ្ចឹងធម៌ពរោះអាពីរោះនឹងឯងគឺបញ្ជាក់ន័យឲ្យធម៌នឹងឯងដូចចេតសិកល្អហ្នឹងសោភណៈចេតសិកជានាមដល់ពេលសោភណៈហ្នឹងគឺជាគុណនាមដែលប្រែថាល្អសោភណៈល្អអាខ្មៅសវែងខ្លីខ្ពស់ទាបទាំងអស់ហ្នឹងគឺបញ្ជាក់លក្ខណៈឧទាហរណ៍គោកាចគោជានាមកាចជាគុណនាមឆ្កែស្លូតឆ្កែជានាមស្លូតជាគុណនាមឧទាហរណ៍ឯទៀតស្រីឆ្នះស្រីជានាមឆ្នះជាគុណនាមម្ទេសហិលម្ទេសជានាមហិលជាគុណនាមហ្នឹងហើយស្វាយជូរស្វាយជានាមដល់ពេលគុណនាមជូរបញ្ជាក់លក្ខណៈឲ្យស្វាយហ្នឹងហើយស៊ុបឆ្ងាញ់ស៊ុបជានាមឆ្ងាញ់ជាគុណនាមនឹងបញ្យល់ទៅញោមហើយទៅនេះវាមាន3គឺបកតិហ្នឹងអាហ្នឹងវាធម្មតាឆ្ងាញ់ធម្មតាដល់ពេលអវិសេសៈហ្នឹងឆ្ងាញ់ប្លែកដល់ពេលអតិវិសេសៈអូឆ្ងាញ់ណាស់គុណនាមដែលសំដែងលក្ខណៈរបស់នាមណាមួយឲ្យដឹងថាល្អឬអាក្រក់ជាដើមដូចពាក្យថាខ្មៅសវែងខ្លីជាដើមហៅថាគុណនាមមាន3យ៉ាងគឺបកតិគុណនាម1វិសេសៈគុណនាម1អតិវិសេសៈគុណនាម1ញោមឈុនអេងជាឈុនអេងណាលោកចាស់គ្រូកណាសូមឱកាសអានគុណនាមដែលសំដែងលក្ខណៈរបស់នាមណាមួយឲ្យដឹងថាល្អឬអាក្រក់ជាដើមដោយពាក្យថាខ្មៅសវែងខ្លីជាដើមហៅថាគុណនាមមាន3យ៉ាងគឺបកតិគុណនាម1វិសេសគុណនាម1អវិសេសវិសេសគុណនាម1គណៈអរគុណថ្លែងគុំលោកឥឡូវយើងមើលបកតិគុណនាមអានេះគុណនាមធម្មតាអង់គ្លេសដូចតាមអាត្មាចាំមកដូចជាអីគេរបៀបថា comparative ចឹងឯងញោមត្រូវដែរញាតិញោមណាចេះអង់គ្លេសវាមាន old ចាស់ older ចាស់ជាង oldest ចាស់បំផុតអាហ្នឹងឯងអាហ្នឹងដូច comparative បកតិគុណនាមដែលសំដែងលក្ខណៈมันមានវិសេសផ្លាយជាងប្រក្រដីដោយពាក្យថាកាលៈខ្មៅអោទាតសជាដើមហៅថាបកតិគុណនាមវិសេសគុណនាមគុណនាមដែលសំដែងលក្ខណៈវិសេសផ្លាយជាងប្រក្រដីដោយពាក្យថាកាលៈតារៈខ្មៅផ្លាយខ្មៅជាងអោទាតតារៈសផ្លាយសជាងជាដើមហៅថាវិសេសគុណនាមញោមមួយ
កណានមស្ការធានបកតិគុណនាមដែលសំដែងលក្ខណៈមិនមានពីដែលលក្ខណៈមានពិសេស គុណនាមដែលសំដែងលក្ខណៈមិនមានពិសេសប្លែកជាងក្រដីដោយពាក្យថាកាលៈខ្មៅអោទាតាំងសជាដើមហៅថាបកតិគុណនាមពិសេសគុណនាមគុណ វិសេ នាម សៈ ដែល ញោមអាន វិ វិ សេ សេ សៈ សៈ កណាវិសេសគុណនាមដែលសំដែងលក្ខណៈពិសេសប្លែកជាងក្រដីដោយពាក្យថាកាលៈតារៈខ្មៅប្លែកខ្មៅជាងអោទាតៈតារៈប្លែកប្លែកជាងជាដើមហៅថាវិសេសគុណនាមកណាអរគុណទេ ក៏យើងទៅមុខទៀតអតិវិសេសានេះប្លែកបំផុតបើថាឆ្ងាញ់ណាស់បើថាជូរណាស់បើថាហឹលណាស់បើថាខ្ពស់ណាស់បើថាស្អាតណាស់បើថាទៀបណាស់ទៀបកញ្ញិចណាបើថាខ្មៅគ្រិចបើថាសស្គុះអាហ្នឹងឯងឧទាហរណ៍យើងនិយាយថាកូនខ្ញុំឆ្លាតណាស់ណាឆ្លាតណាស់ហើយគឺពិសេសកូនខ្ញុំខ្ជិលណាស់តាខ្ជិលគុណនាមបកតិតាអតិវិសេសៈខ្ជិលណាស់កូនខ្ញុំខ្ជិលណាស់ខ្ជិលណាស់ហ្នឹងគឺបញ្ជាក់ឲ្យកូនហ្នឹងគឺខ្ជិលណាស់កូនខ្ញុំឧស្សាហ៍ណាស់ឧស្សាហ៍ហ្នឹងគុណនាមដល់ពេលអាណាស់ហ្នឹងអតិវិសេសៈហ្នឹងហើយអតិវិសេសគុណនាមដែលសំដែងលក្ខណៈប្លែកបំផុតដោយពាក្យថាអតិកាលੰឬអតិវិយកាលੰខ្មៅណាស់ខ្មៅពេកណាំងអាចោទាតាំងឬអោទាតតមៈសណាសពេកសបំផុតសក្បោះសស្គុះជាដើមហៅថាអតិវិសេសគុណនាមញោមសុភីមានទេមានញោមសុភីកណានមស្ការលោកចាស់គ្រូហៅតកូលផងទេន ឥឡូវញោមអញ្ជើញមកតែញោមអញ្ជើញមកញោមសុភីដែរសុភីមាន2អញ្ចឹងណាកណាអរគុណទេនកណានមស្ការលោកចាស់គ្រូសំគ្រប់លោកអ្នកសប្បុរសទាំងអស់ផងទេនអតិវិសេសគុណនាមដែលសំដែងលក្ខណៈពិសេសប្លែកបំផុតដោយពាក្យថាអតិកាលៈអតិវិយកាលៈខ្មៅណាស់ខ្មៅពេកណាស់អាចោទាតៈឬអោទាតមៈអោទាតមៈកណាកម្មតទៅឬអោទាតតមៈសណាសពេកណាសក្បោះសស្គុះជាដើមកណាអរគុណទេហៅថាអតិវិសេសញោមអានអស់ហៅថាអតិវិសេសគុណនាមកណាអរគុណទេបើសាធុនេះមិនបាក់យល់ទេលើដល់លឹងនេះញោមថ្មីបើគាត់អត់តន់យល់លឹងទេញោមថ្មីប្រហែលអ្នកញោមភី2 2 1យល់ទេលឹងហ្នឹងហើយលឹងហ្នឹងគឺមិនមែនស្អីផ្សេងទេកុំច្រឡំគឺភេទសម្រាប់សម្គាល់នាមស័ព្ទពីព្រោះនាមស័ព្ទទាំងអស់ដែលប្រើក្នុងបាលីគេបែងចែកមានភេទប្រុសមានភេទស្រីហើយនឹងមានមិនមែនប្រុសមិនមែនស្រីអាហ្នឹងគេហៅថាលឹងហ្នឹងគឺភេទសម្រាប់សម្គាល់ដូចពរិស័កអញ្ចឹងអាហ្នឹងគេហៅថាអករណពងលឹងហ្នឹងហើយដល់ពេលយើងឃើញកញ្ញាអាហ្នឹងអាករណអត្ថិលឹងបានន័យថាកញ្ញាស្រីហ្នឹងហើយមួយទៀតយើងឃើញវត្ថុហ្នឹងវាមិនមែនប្រុសមិនមែនស្រីគេចាត់ថាវាជាមិនអ្នកប៉ងសកលឹងអញ្ចឹងបានន័យថាគេបែងចែកជា3ស័ព្ទទាំងអស់គេបែងចែកជា3ឧទាហរណ៍ថាមេត្តាជាស្រីអញ្ចឹងគេថាប៉ងអត្ថិលឹងដល់ពេលបិតាប្រុសអញ្ចឹងគេហៅថាប៉ងលឹងឧបាសកប្រុសអញ្ចឹងគេហៅប៉ងលឹងដល់ឧបាសិកាស្រីអញ្ចឹងគេហៅអត្ថិលឹងហ្នឹងណាទាយុប្រុសអញ្ចឹងគេហៅទាយុ
ទាយុហ្នឹងគឺប្រុសអ្នកធ្វើទានប្រុសដល់ទាយិកាអ្នកធ្វើទានស្រីដល់ស្រីអញ្ចឹងគេហៅអដ្ឋិលឹងបើទាយុប្រុសអញ្ចឹងបើប្រុសអញ្ចឹងគេហៅប៉ុងលឹងហើយដូចពាក្យកុមារាកុមារៈកុមារាគឺកុមារប្រុសអាហ្នឹងជាប៉ុងលឹងដល់ទៅជាកុមារីទៅជាអដ្ឋិលឹងហ្នឹងហើយដោយពាក្យថាកម្មកគឺប្រុសប្រុសគឺប៉ុងលឹងតែយើងថាកម្មការិនីគឺស្រីបើស្រីអដ្ឋិលឹងគេបែងចែកអញ្ចឹងពាក្យបល័យណាដែលប្រុសគឺប្រុសស្រីគឺស្រីចុះពាក្យបល័យណាដែលមិនមែនប្រុសមិនមែនស្រីអាហ្នឹងគេមានសន្មតទៅទៀតអញ្ចឹងណាញោមយល់ទេញោមភីញោមដឹងភីទី1ភីទី2គុណម្ចាស់កណាយល់ហើយគុណម្ចាស់អញ្ចឹងពាក្យបល័យមួយវាសិតតែបែងចែកទៅតាមប្រុសស្រីអញ្ចឹងអាណាប្រុសអាណាស្រីបើមួយទៀតវាទៅវែងអារឿងយើងសន្មតនោះទេអាសន្មតហ្នឹងក៏មានតិចទេមិនមានច្រើនទេនេះជាតិលឹងហើយនឹងសមតិលឹងហ្នឹងប៉ុន្តែទូទៅតែកាលណាប្រុសគឺមន់ឈ្មោលគេហៅប៉ុងលឹងកកដាក់ដល់ពេលកកដីមន់ញីគេហៅអដ្ឋិលឹងហ្នឹងហើយចំពោះអ្នកប៉ុងសកលឹងគេប្រើទៅលើអីគេប្រើទៅលើតកតងនឹងវត្ថុចិត្តសភាវៈធម៌អីចឹងអាហ្នឹងជាអ្នកប៉ុងសកលឹងភាគច្រើនអញ្ចឹងណាលឹងភេទសម្រាប់សម្គាល់នាមសំដែលមានអាការៈប្លែកគ្នាហៅថាលឹងមាន3យ៉ាងគឺប៉ុងលឹងភេទប្រុស1អដ្ឋិលឹងភេទស្រី1អ្នកប៉ុងសកលឹងមិនមែនភេទប្រុសមិនមែនភេទស្រី1បើកំណត់តាមកំណើតនិងសន្មតមាន2យ៉ាងគឺជាតិលឹង1សមតិលឹង1ញោមគុន្ធាញោមគុន្ធាលឺហ៎ញោមកណាលឺតែបើកចេញគុណចាស់កណាចកបាញ់គុណចាញ់គុណចាស់លឹងភេទសម្រាប់សម្គាល់នាមសំដែលមានអាការៈប្លែកគ្នាហើយថាលឹងមាន3យ៉ាងគឺប៉ុងលឹងភេទប្រុស1អដ្ឋិលឹងភេទស្រី1អ្នកប៉ុងសកលឹងមិនមែនភេទប្រុសមិនមែនភេទស្រី1បើកំណត់តាមកំណើតនិងសន្មតមាន2យ៉ាងគឺជាតិកិលឹង1សមតិលឹង1កណាអរគុណសាធុគុណចាស់លឹងហ្នឹងយើងអានថាលឹងយើងបាច់ចាំអានថាលឹងកែអីឯគុណចាស់បើយើងអានក្នុងន័យខ្មែរគឺលឹងបើយើងអានក្នុងន័យបាលីគឺលឹងកៈដោយអាត្មាធ្លាប់បញ្យល់ពីមុនមកអញ្ចឹងណាញោមកណាគុណចាស់នេះដោយសន្មតអីចឹងណាបើយើងអាននេះសន្មតហ្នឹងបើយើងអានក្នុងន័យខ្មែរសន្មតពាក្យសន្មតហ្នឹងយើងអានក្នុងន័យខ្មែរថាសន្មតត្មងបើបាលីសន្មតិអញ្ចឹងណាវាមានពាក្យច្រើនណាស់ដែលបើយើងអានក្នុងន័យខ្មែរពីព្រោះយើងខ្មែរយើងយកបាលីមកប្រើអញ្ចឹងណាបើដូចភេទអញ្ចឹងភេទហ្នឹងបើយើងអានជាខ្មែរគឺភេទហើយប៉ិនបាលីភេទតៈនាមអញ្ចឹងបើយើងអានក្នុងនាមន័យខ្មែរនាមតែបើយើងអានក្នុងន័យបាលីនាមមៈមនុស្សអញ្ចឹងដែរបើយើងអានក្នុងន័យខ្មែរមនុស្សប៉ុន្តែហ្នឹងពាក្យដើមរបស់វាបាលីអញ្ចឹងតមនុស្សស័កបើអានបាលីចាចុងនោះយើងអានតអស់គុណចាស់អានតអស់បើបាលីណាអរគុណចាស់ក៏សាធុយើងកណាមកស្ការទៀតខ្ញុំកណាសូមឱកាសបន្តិចមិញហ្នឹងលោកម្ចាស់អ្នកប៉ុងសកលឹងមិញហ្នឹងប្រើសម្រាប់សត្វតែទៀនហើយរបស់ភាគច្រើនគឺគេប្រើសម្រាប់វត្ថុសត្វដូចជ័យវរៈអញ្ចឹងណាជ័យវរៈអញ្ចឹងអ្នកប៉ុងសកលឹងហើយអាហ្នឹងចៃវរហើយដូចជាវត្ថុអញ្ចឹងអ្នកប៉ុងសកលឹងអញ្ចឹងហើយដូចជាចិត្តតឯហ្នឹងជាអ្នកប៉ុងសកលឹងវាមិនមែនច្បាប់ហ្នឹងមិនមែនដាច់ខាតថាឲ្យតែវត្ថុសត្វហើយនឹងវត្ថុហើយនឹងរុក្ខជាតិហើយនឹងសភាវៈសុទ្ធតែជាអ្នកប៉ុងសកលឹងទាំងស្រុងទេប៉ុន្តែវាភាគច្រើន
chẳng á còn này តោះ អ្នក នេះ កុំ មានអរ លើ គុណ តែគុំចាស់អភេទណាបើវាចកខ្មែរថាអភេទអ្នកគ្រប់គុំចាស់ ហ្នឹងហើយបើវិជ្ជាករខ្មែរហាក់ពេលខ្មែរយើងគ្មានលឹងទេមានគិតលឹងទេនិយាយយកហ្មងតែបល័យគេគិតបាទជាតិលឹងលឹងដែលកំណត់តាមកំណើតហៅថាជាតិលឹងដោយពាក្យថាពុរិសោប្រុងនេះជាពងលឹងអត្ថ័យស្រីនេះជាអត្ថ័យលឹងវត្តខាងសម្ពុតនេះជាអ្នកពងសកលឹងមានន័យថានេះដូចពាក្យថាប្រុសបើប្រុសវាជាពងលឹងហើយពីព្រោះពងលឹងគឺប្រុសនឹងឯងថាស្រីគឺស្រីហើយចឹងណាឲ្យតែអីដែលមានរបៀបដូចស្រីគេចាត់ជាអត្ថ័យលឹងអាហ្នឹងគេហៅជាតិលឹងហើយលឹងកំណត់តាមកំណើតសមតិលឹងលឹងដែលកំណត់ដោយសន្មតខុសទំនងអំពីកំណើតហៅថាសមតិលឹងដូចពាក្យថាទារោប្រពន្ធជាស្រីពាក្យថាប្រពន្ធស្រីមិនចឹងមិនមែនប្រុសឯណាប្រពន្ធនោះប៉ុន្តែដោយសារតែទារៈនេះបំបែកដោយពរិស័កចឹងគេថាហ្នឹងវាជាពងលឹងទៅវិញញោមយល់ឡើងហ្នឹងសន្មតដោយសារនេះអានេះប្រពន្ធស្រីប្រពន្ធណាដែលប្រុសប្រពន្ធស្រីប៉ុន្តែដល់ពេលអាសព្វបល័យបំបែកដោយពរិស័កទៅពរិសោក៏វាក់បញ្យល់ដែរញោមមិនទាន់បំបែកស្រីបំបែកកញ្ញានេះអត់ទាន់ចេះនេះដល់ចេះនេះយល់ហើយហ្នឹងហើយដល់បំបែកដោយពរិសោគេថានឹងប្រុសវិញនេះទៅជាពងលឹងវិញហ្នឹងហើយសមតិលឹងលឹងដែលកំណត់ដោយសន្មតខុសតំណងអំពីកំណើតថាសមតិលឹងដោយពាក្យថាទារោប្រពន្ធជាស្រីតែសន្មតថាជាពងលឹងទៅវិញជាដើមញោមសវណ្ណរីមុំ iPad ឯង កណាទៀនកណាតិចបងត្រូវទៀន ហ្នឹងហើយញោមដូរឈ្មោះដាក់មុំ iPad ចឹងឯង មែនទេឈ្មោះកូនជាជាប់ iPad ទៀន ជាតិលឹងដែលកំណត់តាមកំណើតហៅថាជាតិលឹងដូចពាក្យថាពុរិសោប្រុសនេះជាពងលឹងអត្ថ័យស្រីនេះទៅពេលតែនិយាយចុចអានេះនេះវត្តខាងសម្ពុតនេះជាអ្នកពងសកលឹងសមតិលឹងដែលកំណត់ដោយសន្មតខុសទំនងអំពីកំណើតហៅថាសមតិលឹងដូចពាក្យថាទីរោប្រពន្ធជាស្រីតែសន្មតថាជាពងលឹងទៅវិញជាដើមអរគុណទេន ឥឡូវយើងទៅមុខទៀតអានេះវែងទៅរញោមឡាងនេះមកសាប់មានលឹងផ្សេងគ្នាអានេះគេចង់និយាយថានាមខ្លះគឺទៅបានពីរលឹងដោយពាក្យអមរៈដោយពាក្យនេះអីស្អីគេអង្គអវយវៈអីហ្នឹងទៅបានពីរលឹងដោយពាក្យអក្ខរៈទៅបានពីរលឹងអីចឹងទៅពីរលឹងហ្នឹងក្នុងន័យថាគេបង្កើតវាចេញពីពាក្យមួយហ្នឹងបង្កើតចេញជាពីរដូចយើងថាកម្មករកម្មការិនីចឹងអាហ្នឹងគេថានាមហ្នឹងទៅបានពីរលឹងដូចជាឧបាសកឧបាសិកាអញ្ចឹងណានាមសាមមានលឹងផ្សេងគ្នានាមនាងក្នុងរូបស័ព្ទមួយប្រព្រឹត្តទៅបានតែលឹងមួយគឺស័ព្ទមួយចែកបានតែមួយលឹងហៅថាអេកលឹងកិកៈអេកៈមួយលឹងកិកៈហ្នឹងគឺលឹងមានលឹងមួយដូចអមរោទេវតាហ្នឹងបានតែមួយលឹងឯងអច្ចារាបានតែមួយលឹងដែរស្រីអប្សរដល់អង្គអវយវៈអង្គគាំងញោមអានណាអង្គគាំងហើយអង្គអត់មានកៈទៀតទេអង្គគាំងអង្គអានៅក្នុងវងកញ្ចក់គេដាក់ថ្មិញកដោហ្នឹងមានន័យថាអាហ្នឹងខ្មែរអាក្រហមហ្នឹងបល័យអង្គគាំងអង្គអវយវៈហេតុជាដើមប្រព្រឹត្តទៅបានលឹងពីរតែម្ដងគឺស័ព្ទមួយចែកបានពីរលឹងហៅថាទ្វេលឹងកិកៈទ្វេហ្នឹងវាមកពីទ្វិអេកៈមួយទ្វិពីរប៉ុន្តែទ្វិហ្នឹងគេបំបែកចេញជាទ្វេដែលយើងរៀនបំបែកក៏មានក្នុងពងលឹងនឹងអ្នកពងសកលឹងដោយអក្ខរោពងលឹងដល់អក្ខរាំងអ្នកពងសកលឹង
អក្សរនៅពេលជាដើមឬគ្រាន់តែផ្លាស់ស្រៈទីបំផុតឲ្យខុសគ្នាទៅជាទ្វេលឹងគេកៈក៏មានក្នុងពងលឹងនិងអត្ថ័យលឹងនេះញោមឡាងញោមសំឡាង ព្រះអង្គហើយកណា ហ្នឹងហើញោមក ណានមស្ការព្រះអង្គណាស្វែងគង់កណាសុំសូត្រនាមស័ព្ទមានលឹងផ្សេងគ្នានាមនាមក្នុងរូបស័ព្ទមួយប្រព្រឹត្តទៅបានតែលឹងមួយគឺស័ព្ទមួយចែកបានតែមួយលឹងហៅថាឯកលឹងគិកៈក៏មានដូចអមរោទេវតាអច្ឆរាស្រីអប្សរអង្គាំងអង្គអវយវៈហេតុជាដើមប្រព្រឹត្តទៅបានលឹងពីរតែម្ដងគឺស័ព្ទមួយចែកចេញបានពីរលឹងហៅថាទ្វេលឹងគិកៈក៏មាននៅក្នុងពងលឹងនិងអ្នកពងលឹងដូចអក្ខរោអក្ខរាំងអស័កអក្សរនិព្វានជាដើមឬគ្រាន់តែផ្លាស់ស្រៈទីបំផុតឲ្យខុសគ្នាទៅជាទ្វេលឹងគិកៈក៏មានក្នុងពងលឹងនិងអត្ថ័យលឹងណាអរគុណព្រះអង្គអស់ហើយ ទៀតញោមប្រហើយញោមប្រហើយ អស់ហើយអត់ឃើញមានទៀតទេក្នុងពងលឹងនិងអត្ថ័យលឹងដូចជាអាជីវកោអាជីវកាអាជីវកៈអាជីវកាជាដើមឯគុណអ្នកនាមនិងស័ព្ទអ្នកនាមប្រព្រឹត្តទៅបានទាំង3លឹងហៅថាទេលឹងគិកៈឬត្រៃលឹងដូចកម្មការោកម្មការេនីកម្មការังអ្នកធ្វើការយោយាយ៉ាងឯណាជាដើមអរគុណលោកម្ចាស់ នេះអាជីវកោអាជីវៈណាអាជីវកៈស័ព្ទដើមវាអាជីវកៈប៉ុន្តែដល់ពេលបើយើងបំលែងវាបាន2អាជីវកោអ្នកលក់ដូរប្រុសអាជីវកាអ្នកលក់ដូរស្រីបើយើងបើបល័យគេហៅអាជីវកាហ្នឹងគឺអាជីវកៈអាជីវកោហ្នឹងគឺប្រុសអាជីវកាហ្នឹងគឺស្រីដល់អាប្រព្រឹត្តទៅបាន3លឹងតេនេះមកពីតេឯកៈមួយទ្វិពីតេផ្លាស់ទៅជាតេលឹងគិកៈឬក៏ត្រៃលឹងត្រៃហ្នឹងក៏3ដែរប្រែមកពីសំស្ក្រឹតត្រៃអា3ហ្នឹងដូចពាក្យកម្មករនេះកម្មករហ្នឹងបាន3កម្មការោកម្មករប្រុសកម្មការិនីកម្មករស្រីដល់ពេលកម្មការังអានឹងថាខ្ទើយអានឹងវាមានអញ្ចឹងទៅមុខទៀតទៅវចនៈនេះគឺគណៈសមការតិចលោកម្ចាស់គ្រូកន្លែងយោយាយ៉ាងហ្នឹងប្រែថាឯណាទាំងអស់អញ្ចឹងទេយោយាយ៉ាងឯណាទាំងអស់ប៉ុន្តែយោនេះប៉ងលឹងគេប្រើសម្រាប់ប៉ងលឹងយោឧទាហរណ៍យោពុរិសោដល់ពេលយានេះគេប្រើជាមួយអត្ថ័យលឹងដោយពាក្យថាកញ្ញាយាកញ្ញាឬក៏យាបញ្ញាយាសញ្ញាអញ្ចឹងដល់ពេលយ៉ាងនេះគេប្រើមួយអ្នកប៉ងសក្លឧទាហរណ៍យ៉ាងវត្តថងយ៉ាងវត្តថាំងរីជីវរឯណាអញ្ចឹងណាអាហ្នឹងយើងសួរបានប៉ុន្តែអត់ទាន់រៀនអញ្ចឹងអត់ទាន់រៀនទេអានេះទៅឆ្ងាយទៀតតើឥឡូវយើងចូលដល់វចនៈវចនៈហ្នឹងគឺពាក្យសម្រាប់ប្រាប់ចំនួនក្នុងអង់គ្លេសគេហៅអីគេអាហ្នឹងតែឆ្មាចាំដូចមានដូចចាំបានតែ plural មួយអីគេមួយទៀតឯកវចនៈញោមsingular ណា singular ចឹងណា លោកចាស់ singular ហើយនឹង plural អាហ្នឹងហើយគឺឯកវចនៈនេះបើនៅក្នុងបល័យចំនួន1គឺឯកវចនៈមិនឯកទេណាញោមច្រើនហៅឯកវចនៈឯកវចនៈហ្នឹងបល័យអីអាហ្នឹងខ្មែរតែឯកចឹងឯកវចនៈអានេះស្មើ singular ណាដល់ពហុវចនៈនេះ plural អាហ្នឹង2ឡើងដល់ចំនួនយើងឆ្កែ2ក្បាលមាន់2ក្បាលដើមឈើ2ដើមសភៅ2ក្បាលបិច2ដើមតែ2ឡើងពហុវចនៈហ្នឹងប៉ុន្តែក្នុងបល័យបើប្រែគេថាទាំងឡាយហ្មងបើមួយអត់មានចេញអីទេ
បើតាច្រើនពីរឡើងគេអត់ប្រើបរោះ2បរោះ3អីបើគេប្រើបរោះ2បរោះ3តើគេប្រើលេខឧទាហរណ៍បច្ច័យ4អញ្ចឹងគេថាចាត់តារោបច្ចយេបច្ច័យ4បើគេអត់ប្រើលេខទេគេថាទាំងឡាយទៅហ្មង2 3 4 5 10 20 30គេថាទាំងឡាយហ្នឹងវចនាងពាក្យសម្រាប់ប្រាប់ចំនួនឲ្យដឹងថាតិចឬច្រើនហៅថាវចនាងមានពីរយ៉ាងគឺឯកវចនៈមួយពហុវចនៈមួយវចនៈដែលប្រាប់ចំនួនតិចហៅថាឯកវចនៈដោយពាក្យថាបុរិសោប្រុសនេះតែដាក់ប្រុសអញ្ចឹងប្រុសម្នាក់ហ្នឹងឯងដាក់ប្រុសទាំងឡាយចាប់ពី2ហើយវចនៈដែលប្រាប់ចំនួនច្រើនហៅថាពហុវចនៈដោយពាក្យថាបុរិសាប្រុសច្រើនអ្នកតែត្រូវថាទាំងឡាយជំនួសពាក្យថាច្រើនញោមសុកទៅណាយថ្វាយគុំកូនចាស់ចុចហ្មងចាញ់កូនចាស់គណៈថ្វាយគុំកូនគណៈសូមអនុញ្ញាតវចនៈពាក្យសម្រាប់ប្រាប់ចំនួនឲ្យដឹងថាតិចឬច្រើនហៅថាវចនៈមានពីរយ៉ាងគឺឯកវចនៈមួយពហុវចនៈមួយវចនៈដែលប្រាប់ចំនួនតិចហៅថាឯកវចនៈដោយពាក្យថាបុរិសោប្រុសវចនៈដែលប្រាប់ចំនួនច្រើនហៅថាពហុវចនៈដោយពាក្យថាបុរិសាប្រុសច្រើនអ្នកតែត្រូវថាទាំងឡាយចំនួនពាក្យថាច្រើនអរគុណគុណម្ចាស់ញោមសុភីសាកតិចមើលញោមសុភីម្នាក់មួយណាទេនេះញោមសុភីមួយទៀតណាកណាគុំចាស់កណាសូមឱកាសគុំចាស់ញោមប្រាប់តកូលអាត្មាផងមើលកណាឈ្មោះស៊ូសូភីគុំចាស់អូខេញោមស៊ូសុភីអញ្ជើញមិញណាវចនៈពាក្យសម្រាប់ប្រាប់ចំនួនឲ្យដឹងថាតិចឬច្រើនហៅថាវចនៈមានពីរយ៉ាងគឺឯកវចនៈមួយពហុវចនៈមួយវចនៈដែលប្រាប់ចំនួនតិចហៅថាឯកវចនៈដោយពាក្យថាបុរិសោប្រុសវចនៈដែលប្រាប់ចំនួនច្រើនហៅថាពហុវចនៈដោយពាក្យថាបុរិសាប្រុសច្រើនអ្នកតែត្រូវថាទាំងឡាយជំនួសពាក្យជាច្រើនអរព្រគុណគុណម្ចាស់ជំនួសពាក្យថាច្រើនមិនជាពាក្យថាច្រើនកណាសូមកម្មាតើនេះវិភ័តមានវិភ័តនាមវិភ័តកិរិយាវិភ័តនេះប្រែតែបែងចែកទីបំផុតឲ្យមានសេចក្តីឲ្យមានភាពផ្សេងគ្នាដោយប្រើពួកនេះដោយប្រើពួកសេយោនេះអង្គយោក្នុងនាមហ្នឹងបើក្នុងកិរិយាប្រើឲ្យគេញោមផ្លេចអស់វិភ័តនាមគឺសេយោចុះវិភ័តកិរិយាឲ្យគេញោមយើងរៀនហើយតេទៀនតេអន្តៈផ្លេចអស់តេអន្តៈនេះអាត្មាបង្ហាញវិភ័តនាមគឺសេយោវិភ័តកិរិយាតេអន្តៈហ្នឹងហើយអាហ្នឹងហើយតែចូលទៅធ្វើចុងកិរិយាឲ្យមានផ្លែកគ្នាដល់ពេលយោអង្គយោវាចូលទៅធ្វើនាមឲ្យមានខាងចុងផ្លែកគ្នាវិភ័តមិញបងវិភ័តហ្នឹងគឺនេះពាក្យនេះញោមការចែកនាមសព្ទឲ្យមានទីបំផុតខាងចុងផ្សេងគ្នាហ្នឹងហៅថាវិភ័តការចែកនាមសព្ទឲ្យមានទីបំផុតខាងចុងផ្សេងគ្នាហៅថាឲ្យមានទីបំផុតខាងចុងផ្សេងគ្នាហៅថាវិភ័តនោះរាប់រៀងតួមាន14តួគឺសិយោអង្គយោនាហិសណੰស្មាហិសណੰស្មឹងសងរាប់តាមពួកមាន2ពួកគឺឯកវចនៈមួយពួកមាន7តួគឺនេះសេអាពងមនេះអង្គសេអង្គនាសស្មាសស្មឹងពហុវចនៈមួយពួកមាន7គឺយោហិណੰសោញោមដាវីឈួនដាវីកណាអរគុណលោកម្ចាស់
វិផាត់ការចែកនាមស័ព្ទមួយឲ្យមានទីបំផុតខាងចុងផ្សេងគ្នាហៅថាវិផាត់នោះរាប់រៀងតួមាន14តួគឺសេយោអង្គយោនាហិសណង្ស្មាហិសណង្ស្មង្សុរាប់តាមពួកមាន2ពួកគឺឯកវចនៈមួយពួកមាន7តួគឺសេអង្គនាសស្មាសស្មង្ពហុវចនៈមួយពួកមាន7តួគឺយោហិណង្សុអរគុណលោកម្ចាស់ អានេះយើងរាប់តាមពួកបើយើងរាប់តាមឈ្មោះនេះសេយោឈ្មោះបឋមាសេនេះឯកវចនៈយោនេះភហុវចនៈឈ្មោះបឋមាអាហ្នឹងបេះដូងនាមខ្ញុំត្រូវចាំអាហ្នឹងទាំងពាក្យប្រែរបស់វាផងអានោះតែយើងចឹងមិនដឹងអត់ដឹងដូចពុទ្ធធាំងនេះពុទ្ធៈបូកជាមួយនឹងអង្គទេហើយយើងអត់ដឹងប្រែថាម៉េចទេអត់ដឹងប្រែទេដល់ពុទ្ធោនេះពុទ្ធៈបូកនឹងសិនេះសិហ្នឹងប្រែថារីអញ្ចឹងពុទ្ធោប្រែរីព្រះពុទ្ធរីចេញពីណារីចេញពីសិវិផនរាប់តាមឈ្មោះមាន7គឺសិយោឈ្មោះបឋមាអង្គយោឈ្មោះទុតិយានាហិឈ្មោះតតិយាសណង្ឈ្មោះចតុដ្ឋីស្មាហិឈ្មោះបញ្ចមីសណង្ឈ្មោះឆដ្ឋីស្មឹងសោឈ្មោះសត្តមីនេះអាស្មឹងនេះបំបែកទៅវាទៅជាអេគៀមមេក្នុងស្រុកក្នុងấyចេញមានអាហ្នឹងបើយើងអត់ដឹងថាអាហ្នឹងផ្សំជាមួយនឹងគៀមមៈទៅជាចេញគៀមមេអត់អាចប្រែថាក្នុងស្រុកបានទេបើក្នុងបានមកពីណាក្នុងបានមកពីស្មឹងកណានមកស្ការលោកម្ចាស់គ្រូកណាសមកម្មទីទៀតលោកម្ចាស់គ្រូមិនបានអានចេញស្មឹងអញ្ចឹងលោកម្ចាស់គ្រូទៀតសជាងមកស្មដល់ស្អឹកស្មឹកប៉ុន្តែបល័យមិនស្អឹកទេគឺស្មឹងស្អឹកហ្នឹងហើយស្អឹកស្មឹកស្មឹងនេះកហិតនឹកហិតអានឹងនេះកហិតបងនឹកហិតអាស្រ័យជាមួយនឹងស្រអឹកហ្នឹងគឺអឹងហើយហើយបើស្រអកមួយស្រអកស្រោអីស្រអកមួយស្រអំពីលើហ្នឹងអង្គហ្នឹងហើយហ្នឹងអង្គចាអរប្រគុណបងហើយបើស្រអានោះទៅយ៉ាអត់មានទេមានផ្សំមួយស្អាទេផ្សំទៅជាមួយស្អាអ៊ីអ៊ូអាអ៊ីអ៊ូ3អាអ៊ីអ៊ូបងឯងមើលទៀតចាហ្នឹងចាអរប្រគុណបងខ្ញុំមេងសេងលៀងកណាសូមនមស្ការថ្វាយបង្គំចាស់គ្រូកណាសូមឱកាសសូមពិភ័តបន្តនាមសេយោហេឈ្មោះតតិយាសណង្ឈ្មោះចតុថៃអត់ទេសេយោឲ្យដេញមកក្រោមដេញមកក្រោមនេះសេយោឈ្មោះបឋមាអង្គយោឈ្មោះទុតិយាមកកណាសូមម្ដងទៀតចឹងកណាសូមបាត់ទុកសេយោឈ្មោះបឋមាអង្គយោឈ្មោះទុតិយាលាហេឈ្មោះតតិយាសណង្ឈ្មោះចតុថៃស្មាហេឈ្មោះបញ្ចមីសណង្ឈ្មោះឆដ្ឋីស្មង្សោឈ្មោះសត្តមីណាអរគុណទៀតអាកន្លែងចាក់នេះចាក់តោនេះញោមកុំអានចាក់តោទៅទេចាក់តតថៃពីព្រោះតោនេះថៃតោនេះសង្កត់នៅលើតោនេះទៀតតោនេះចាក់តោអាតោនេះសង្កត់លើតនៅមុខនេះទៀតអញ្ចឹងវាទៅជាចាក់តតចាក់តថៃទៀតហ្នឹងហើយចាក់តថៃចេតតចេតអូតតចេតហ្នឹងហើយមិនតែតទៅទេពីព្រោះអាខាងមុខវាមានទម្រួតទៀតញោមដាអីគេ Zoom user ហ្នឹងហើយកណាលោកម្ចាស់កណាសូវិផាត់មែនលោកម្ចាស់សហ្នឹង
កណាលោកចាស់អរគុណវិផាត់សិយោឈ្មោះបឋមាអង្គយោឈ្មោះទុតិយានិហេឈ្មោះតតិយាសណាំងឈ្មោះចតុថៃសមាហេឈ្មោះបញ្ចមីសណាំងឈ្មោះឆថៃស្មង្សឈ្មោះសតមីកណាអរគុណលោកចាស់គ្រូអានេះពាក្យប្រែរបស់អាមិញហ្នឹងបល័យគេហៅអាយតនិបាតខ្មែរហៅធ្នាក់អាយតនិបាតហ្នឹងគឺអាពាក្យប្រែរបស់អាមិញហ្នឹងនេះក្បាលវាអាយតនិបានសព្ទសម្រាប់តពាក្យឲ្យកើតជាសេចក្តីស្ដាប់បានហៅថាអាយតនិបាតក្នុងភាសាបាលីសំដៅត្រង់ទីបំផុតនៃនាមសាមដែលសម្រេចដោយវិផតស្រាញ់ក្នុងភាសាខ្មែរគឺពាក្យប្រែរបស់វិផតពាក្យប្រែរបស់ញោមច័ន្ទលីតាំងច័ន្ទលីកណានមស្ការថ្វាយបង្គំលោកចាស់គ្រូអាយតនិបានសព្ទសម្រាប់តពាក្យឲ្យកើតជាសេចក្តីស្ដាប់បានហៅថាអាយតនិបាតក្នុងភាសាបាលីសំដៅត្រង់ទីបំផុតនាមសព្ទដែលសម្រេចដោយវិផតស្រាញ់ក្នុងភាសាខ្មែរគឺពាក្យប្រែរបស់វិផតកណាអរគុណទៀនអានេះពាក្យប្រែរបស់វិផតនេះអានេះគេហៅវិផតហ្នឹងស្ថិតនៅក្នុងអីស្ថិតនៅក្នុងបឋមាហ្នឹងខាងណាខាងឯកវចនៈវិផតនេះគេហៅថាវិផតស្ថិតនៅក្នុងណានៅក្នុងបឋមាខាងអីខាងពហុវចនៈចឹងប្រែថាម៉េចរីទាំងឡាយមើលឥឡូវញោមរីណាដូចផ្លែកឈ្មោះមិនដែលឃើញម៉ែនេះលោកម្ចាស់កណាកាន់តទូរស័ព្ទកាន់ទៅកណាញោមស្រួយដែរលោកម្ចាស់មកដល់រៀនតាម iPad ដល់ថ្ងៃនេះកាន់ទូរស័ព្ទទៅខាន់រៀនចូលយូរដែរហើយសូត្រប្រហែលជាសូត្រអត់ចេញទេតែថ្ងៃនេះចូលវិញចូលអត់ចេញទេកណាខានរៀនយូរហើយលោកម្ចាស់ខ្លាចសូត្រទៅខុសទៅហើយកូនសិស្សស្អោយអញ្ចឹងឥឡូវដូរអញ្ចឹងឲ្យញោមចូលវិញថ្ងៃនេះខានពី3ខែហើយកណាញោមស្រួយលោកម្ចាស់ញោមស្រួយហ៎កណាគាត់ថាទូរស័ព្ទកណាហ្នឹងដាក់រីណាដល់ពេល iPad កណាដាក់ឈ្មោះកណាតម្ងហ្នឹងអញ្ចឹងឈ្មោះរីណាក៏ឈ្មោះកណាដែរលោកម្ចាស់ញោមឈ្មោះច្រើនណាអត់ទេឈ្មោះអត់ទេក្នុងឈ្មោះរីណាហ្នឹងនៅក្នុងទូរស័ព្ទហ្នឹងវាចេញមកអញ្ចឹងហ្មងកណាបានដាក់ដែរវាចេញមកអញ្ចឹងបើឥឡូវញោមសុខុមសូត្រកន្លែងនេះញោមសុខុមអរគុណលោកម្ចាស់សូមភ័យទោសខ្ញុំសខំលឺហ៎កណាប៉ានគុំលោកម្ចាស់កណាសូមឱកាសសូត្រពាក្យប្រែរបស់វិភ័តបឋមាឯកវចនៈសេប្រែថារីពហុវចនៈយោប្រែថារីទាំងឡាយទុតិយាឯកវចនៈអង្គប្រែថានៅកាន់ញ៉ាំងអស់និងចំពោះពហុវចនៈយោប្រែថានៅទាំងឡាយកាន់ទាំងឡាយអង្គញ៉ាំងទាំងឡាយអស់ទាំងឡាយនិងទាំងឡាយចំពោះទាំងឡាយតតិយាឯកវចនៈនេះប្រែថាដោយនៅតាមខាងគឺដែលត្រូវហេតុព្រោះតែមានពហុវចនៈហេប្រែថាដោយទាំងឡាយដោយនៅទាំងឡាយតាមទាំងឡាយខាងទាំងឡាយគឺទាំងឡាយដែលទាំងឡាយត្រូវទាំងឡាយហេតុទាំងឡាយព្រោះតែទាំងឡាយមានទាំងឡាយប៉ុណ្្នឹងហ្នឹងហើយទៅមុខទៀតនេះចតុថៃប្រែមកពីស័កនេះឯកវចនៈប្រែថាដល់ដើម្បីបំរុងនឹងចំពោះដល់ពហុវចនៈណាំងប្រែថាដល់ដើម្បីដល់ទាំងឡាយដើម្បីទាំងឡាយសូត្រលោកចាអត់ទេញោមអត់ទេដូរអ្នកសូត្រអរគុណញោមបិទសិនទេមានឈ្មោះនេះអាត្មាដែរហ៊ានហៅឈ្មោះអីទេ iFox PC នេះហើយ Galaxy Tab ហ្នឹងពីណាគេ Galaxy Tab A អីកណាមេចេញរៀងហ្នឹងហើយចាស់គ្រូចឹងញោមដូរទៀតហើយយ៉ាង
ញោមដូររហូតញោម là si thêm cao hai ហ្នឹងហើយ đừng dần mấy thêm là ập đại đặt chân chân cái nào sau đó nó ngay ập tên tiền ញោមសោតដែរសោតមកយ៉ាងសោតមក cái nào tiền ở phần việc trai rồi bao bị thoát bắn to chặt tờ thay chặt tờ thay ekaទាំងបញ្ញាបំរុងទាំងពោះទាំងឡាយបញ្ចម័យឯកវថាអំពីចាក់ជាងហេតុព្រោះតែពហុវចនៈហេតុប្រែថាអំពីទាំងឡាយចាក់ទាំងឡាយជាងទាំងឡាយហេតុទាំងឡាយព្រោះទាំងឡាយព្រោះតែទាំងឡាយឆថៃឯកវចនៈសៈប្រែថានៃរបស់កាលបែកាលដែលជំនុំបណ្ដាពហុវចនៈណាងប្រែថានៃទាំងឡាយរបស់ទាំងឡាយកាលទាំងឡាយកាលបែទាំងឡាយកាលដែលទាំងឡាយជំនុំទាំងឡាយបណ្ដាទាំងឡាយណាអរគុណទៀតគណៈថ្វាយគុំទៀត ហើយទៅមុខទៀតអានេះបញ្ចប់សតមីនេះមកពីស្មឹងនេះដូចគៀមមេអញ្ចឹងគេផ្លាស់ស្មឹងជាអេហ្នឹងហើយផ្លាស់ស្មឹងជាអេទៅអញ្ចឹងយើងប្រែតែក្នុងស្រុកហ្នឹងឯងអញ្ចឹងញោមស្រីពេជ្រសូត្រ គុណសម្លេងគុណចាស់កណាស្ដាប់អត់លឺគុណចាស់ អត់លឺទេឥឡូវលឺទេញោមលឺទេ គឺឥឡូវលឺគុណចាស់ អូហ្នឹងហើយមករៀងចុកចកេះរៀងថយកៅអីបន្តិចញោមស្រីពេជ្រ គណៈថ្វាយគុំលោកចាស់គ្រូ បើញោមជើញ សត្តមីឯកាវចនៈស្មឹងប្រៃថាក្នុងអៃដលត្រង់នេះនីកាកាបាកាដាយនិមិត្តជំនុំបណ្ដាលើទៀបចិត្តពហុវចនៈសុប្រៃថាក្នុងអៃដល ក្នុងទាំងឡាយ អៃដលទាំងឡាយត្រង់ទាំងឡាយនេះទាំងឡាយនេះកាទាំងឡាយកាបាទាំងឡាយកាដាយទាំងឡាយនិមិត្តទាំងឡាយជំនុំទាំងឡាយបណ្ដាទាំងឡាយលើទាំងឡាយទៀបទាំងឡាយចិត្តទាំងឡាយ អលបណ្ណៈឯកាវចនៈសេប្រៃថាបពិតមនាណាយហើយពហុវចនៈយោប្រៃថាបពិតទាំងឡាយមនាទាំងឡាយណាយទាំងឡាយហើយទាំងឡាយគណៈអរគុណលោកចាស់គ្រូ សាធុអា3ផ្ទាំងនេះញោមទាំងអស់ត្រូវតែចាំអានឹងបេះដូងនាមហើយប្រើវាមកជីវិតបល័យណាដែលយើងអាចដឹងថាប្រែថាដោយប្រែថាក្នុងវិជាធ្នាក់សម្រាប់ចងពាក្យពីមួយទៅមួយដោយពុរិសោរីបរោះអានឹងបឋមាណែពុរិសោរីបរោះនេះបឋមា កន្លែងពាក្យនោះពាក្យប្រែរបស់វិផតហ្នឹងទិញមុខឲ្យផ្លេចទិញឲ្យផ្លេចព្រះអង្គពេលព្រះអង្គរំលឹកមេរៀនជួយរំលឹកអាហ្នឹងឲ្យកណាឲ្យចាប់មើលព្រះអង្គរងថ្ងៃបើកណាចាំមើលកណាផ្លេចរហូតតែផ្លេចវិញចាំឲ្យផ្លេចវិញផ្លេចយ៉ាងតដាក់ប្រឡងមិនលែងផ្លេចព្រះអង្គជួយសូត្ររាល់ថ្ងៃលោកចាហ្នឹងមួយមកបកកើតរាល់ថ្ងៃអីមកទឹកបាន2ដងតែគ្រាន់តែចង់ប្រាប់ថាហ្នឹងគឺបេះដូងបល័យក្នុងនាមផ្លេចវិញចាំឲ្យចាំបាទចាំកាលណាតែគេនិយាយពីឧទាហរណ៍តែនិយាយពីនិមិត្តយើងដឹងថាអូនិមិត្តនៅក្នុងសត្តមីបើគេនិយាយពីដោយក្នុងតតិយាបើគេនិយាយថាដើម្បីក្នុងចតុដ្ឋីបើគេនិយាយថារបស់ក្នុងឆដ្ឋីវិផតច្បាស់ហ្មងឲ្យច្បាស់ហើយបើគេនិយាយថារីបឋមាវិផតបើគេនិយាយថានៅឬក៏កាន់ឬក៏អស់ទុតិយាវិផតឲ្យច្បាស់ហើយបើគេថាបពិតហើយឃើញបល័យមកចេញប្រែថាបពិតអូអានឹងអលបណៈហ្នឹងហើយឥឡូវវិផតហ្នឹងប្រើសម្រាប់តែនាមអានេះសម្រាប់តែនាមទេញោមសម្រាប់តែនាមទេប៉ុន្តែញោមត្រូវចាំថានាមហ្នឹងគឺប្រើច្រើនណាស់ពាក្យបង្កើតប្រយោគឬក៏ពាក្យដែលពុទ្ធព្រះអង្គសម្ដែងនៅក្នុងបេដកអីគឺសុទ្ធតែជានាមឧទាហរណ៍អាត្មាបង្ហាញមើលញោមបេដកមួយ
nè vì này bày đọ mua cho pra chật về ran chật can nè nhôm mơ nè bột thô nè xạ mà dên nè nấy vi trên đi ba đây tao mò nè ai ghế bột thô niềm phẹ bột thô nó ai ghế mình pong lăng prai thari pra bột nè phẹ cái viên ấy niềm về ran chật giang ní niềm mò ní muối thế đại kê đi gia sạp vì hà ra tệ nè kê đi gia sạp mò prem mà nào ní niềm tiệt mò sạ mà nào ní niềm tiệt hay đào bên chẳng nhôm ọt chạy hà nắng ọt đăng thà bột thô nắng vì phọt ấy chẳng pra bà nàyแต่bởi nhôm đăng bột thô nắng ấy ghế ri pra bột nè nắng à dựng đắng đôi cô tờ mang ní mình niềm đây nè phần tái tụ tì gia vì phọt dựng trâu pra thân nâu pra cô đom cứ bộ bột này đôi pịa ấy ghế đôi pịa nè đôi pịa sát tha ní ấy vẫn nè ấy vẫn đấy sao ta niềm á niềm nó không ăn bọt môi môi cứ miền niềm kể da nơi nằng đôi pịa lô kê ní nhôm và nhôm mặt đắng đắng tham mày tờ nằng lô kê nó cứ sát tầm mày bị phọt prai ta khong lô chẳng lấy ní lô sầm đáy nhỉ thà prom nè nơi khong sạ prom mà kê nơi khong prom một lô phong prom tàng prom một lô sạ prem mà nế khong sạ prom mà kê khong prom một lô nà prom tàng prom một lô prom tàng mía ở lô này đọc về lô kê này anh ấy đã lô khong lô nè ngài លោកម្ចាស់កណាសូមឱកាសទៀតអាគេហ្នឹងវាមានច្រើនពិភពចឹងអីទៀតទុតិយាក៏មានហើយយើងចំណាំមកទៅ អាហ្នឹងសេចក្តីវាទៀមទាចាំមើលតែពេលយើងកាយលំហាត់យើងឃើញសេចក្តីវាទៀមទាឲ្យក្តីវាទៀមទាញោមសេចក្តីវាទៀមទាយើងចំណាំបានឬគឺសេចក្តីវាឲ្យមកហ្មងបើយើងចង់ច្បាស់យើងត្រូវរៀនសម្ព័ន្ធមួយទៀតជុំលំហាត់មកសឹមមិញនៅណាអូននេះនៅក្នុងនេះឥឡូវយើងដល់ម៉ោងមុំយើងដល់ម៉ោង Yênច្រើនពេញវែងវ័នអស់ហើយលោកម្ចាស់ អត់ទេវ័នទៅណានេះញោមមួយគាត់ឆ្ងល់នេះឥឡូវអាត្មាចង់សួរញោមនេះគៀមមេនេះវាមិនមានគៀមមេនេះមិនសត្វតមីវិផតមិនចឹងគៀមមេនេះកណាទៀតមានក្នុងសត្វតមីផងក្នុងទុតិយាពហុវចនៈផងហើយនៅក្នុងបញ្ញមីផងប៉ុន្តែកន្លែងហ្នឹងសេចក្តីវិទ្យានេះថ្វាំងរីអ្នកវសសិនៅយើងអាចប្រែថានៅអស់ស្រុកបានទេកាន់ស្រុកបានទេស្ដាប់បានទេអត់បានទេហ្នឹងហើយវាទៀមទាសេចក្តីរបស់វាស្រេចហ្មងអត់មានបើញោមប្រែបញ្ញមីអំពីស្រុកនៅអំពីស្រុកនៅចាក់ស្រុកនៅជាងស្រុកបានទេអត់បានទេតលតែនៅក្នុងហើយក្នុងស្អីគេគឺសត្វតមីតលតែនៅក្នុងស្រុកវាទារកក្នុងត្មងវាអត់មានផ្សេងទេហើយដោយកន្លែងនេះញោមមើលអានេះសងខាងនេះក៏ទុតិយាគៀមម៉ាំងនេះក៏ទុតិយាប៉ុន្តែអាកន្លែងនេះបរោះបរិសោរីបរោះគេចតិទៅគៀមម៉ាំងយើងអាចប្រែថាអស់ស្រុកបានទេទៅអស់ស្រុកទៅចំពោះស្រុកទៅនឹងស្រុកស្ដាប់បានទេស្ដាប់អត់បានទេទៅកាន់ស្រុកបានស្ដាប់បានប៉ុន្តែដោយឡែកកន្លែងនេះវិញមនុស្សសារីមនុស្សទាំងឡាយប៉ះសន្តិឃើញយើងអាចថាឃើញកាន់សងបានទេស្ដាប់បានទេឃើញកាន់សងយើងចង់ថាកាន់សងបានទេឃើញអស់សងបានទេឃើញចំពោះសងបានទេអត់បានទេសេចក្តីវាទារោថាបើឃើញគឺឃើញនៅសងបានស្ដាប់បានអញ្ចឹងវាសេចក្តីវាទាអញ្ចឹងហ្មងក្នុងអត្ថបទក្នុងពលយោបល័យហ្នឹងគឺវាទារោសេចក្តីអញ្ចឹង
ថាមនុស្សសារីមនុស្សទាំងឡាយប៉ះសន្តិមើលឬក៏ឃើញសង្ឃាំងនៅព្រះសង្ឃតើថានៅបានស្ដាប់បានណាហើយញោមយកអីផ្សេងមកដាក់ឃើញក្នុងសង្ឃឃើញអំពីសង្ឃអត់បានទាំងអស់វាទារនៅហ្មងសេចក្តីវាទារនៅហ្មងណាទារសេចក្តីគឺទារនៅតែម្ដងអញ្ចឹងឃើញតើតែឃើញនៅសង្ឃដល់ឥឡូវនេះពុទ្ធោរីព្រះពុទ្ធភាសតិសំដែងអីគេយើងអាចថាសំដែងកាន់ធម៌បានទេអានឹងទុតិយាដែរសំដែងកាន់ធម៌បានទេញោមសំដែងកាន់ធម៌បានអត់អត់សមទេលោកចាស់ទេមានអីត្រូវសំដែងអស់ធម៌បានទេអត់ទេមានប៉ុន្តែពាក្យប្រែរបស់ទុតិយាវាមានអីខ្លះនៅកាន់ញ៉ាំងអស់នឹងចំពោះនឹងហើយចំពោះទៀតប៉ុន្តែដល់ពេលញោមយកពាក្យផ្សេងពីនៅយកមកដាក់ស្ដាប់បានអត់បានអត់ញោមថាព្រះពុទ្ធសំដែងញ៉ាំងធរស្ដាប់អត់បានព្រះពុទ្ធសំដែងឬក៏ពោលចំពោះធរស្ដាប់អត់បានព្រះពុទ្ធសំដែងកាន់ធរស្ដាប់អត់បានព្រះពុទ្ធសំដែងនៅធរស្ដាប់បានទេបានលោកចាបានចឹងវាទាសេចក្តីដែលអាត្មានិយាយតាំងពីដើមមកថាវាទាសេចក្តីពេលហ្នឹងញោមរៀនត្រូវចេះទាំងអស់ថានៅកាន់យ៉ាងអស់នឹងពីព្រោះនៅធរកាន់ធរញ៉ាំងធរអស់ធរនឹងធរចំពោះធរប៉ុន្តែដល់ពេលប្រែសេចក្តីគេទាដោយសារកិរិយានេះវាទាយកសេចក្តីអានេះថ្វាំងរីអ្នកវៈសសិប្រែថានៅប៉ុន្តែនៅចេះនៅរស់នៅចឹងបើរស់នៅអានេះវាមាន3កន្លែងទុតិយាពហុវចនៈក៏មានបញ្ចម័យក៏មានហើយនិងសត្តម័យក៏មានប៉ុន្តែយើងគួរប្រែមួយណាបើយើងប្រែបញ្ចម័យអំពីស្រុកយើងយកសេចក្តីមើលបានអត់អ្នកនៅអំពីស្រុកអត់បានទេអត់បានទេណាចាកស្រុកអ្នកនៅចាកស្រុកបានទេអត់បានទេលោកចាស់អត់សមអំពីចាកជាងស្រុកអ្នកនៅអំពីអ្នកនៅខាងរីអ្នកវៈសសិនៅគៀមមេជាងស្រុកយកសេចក្តីស្ដាប់បានទេអត់បានទេអញ្ចឹងអាហ្នឹងទេលោកចាស់បញ្ចម័យគឺអត់ប្រើទេបញ្ចម័យបត្តគៀមមេមិនបែកបានក្នុងបញ្ចម័យមែនបញ្ចម័យអត់ប្រើទេឥឡូវយើងយកទុតិយាមកដាក់វិញថ្វាំងរីអ្នកវៈសសិនៅអានេះប្រែថានៅហើយដល់ពេលយើងយកគៀមមេហើយយើងចង់ដាក់ទុតិយាវិញទុតិយាវាមាននៅកាន់ញ៉ាំងអស់ប៉ុន្តែអាហ្នឹងមានទាំងឡាយពីព្រោះបើយើងថាទុតិយាមានពហុវចនៈទាំងឡាយអញ្ចឹងបើយើងថាអ្នកនៅស្រុកទាំងឡាយអានេះនៅទៀតនៅស្រុកទាំងឡាយស្ដាប់បានទេអត់ទេអ្នកថ្វាំងរីអ្នកវៈសសិនៅគៀមមេកាន់ស្រុកទាំងឡាយស្ដាប់បានទេអត់បានទេលោកចាស់អត់បានយើងដល់យកសាថ្វាំងរីអ្នកវៈសសិនៅហើយទៅយើងយកគៀមមេញ៉ាំងស្រុកទាំងឡាយនៅក្នុងស្រុកនៅញ៉ាំងស្រុកទាំងឡាយស្ដាប់បានទេអត់ទេអត់ចឹងវាទាល់តែអាហ្នឹងទៅជាសត្តម័យហើយសត្តម័យហ្នឹងវាមានពាក្យប្រែរបស់វាច្រើនប៉ុន្តែយកបានតែក្នុងទៀតព្រោះសេចក្តីហ្នឹងវាទាយកទៅក្នុងមួយទេវាមិនមានសត្តម័យមិនមានអីខ្លះញោមមានក្នុងឯដត្រង់នីកាលប៉ុន្តែពេលអានេះថាថ្វាំងរីអ្នកវៈសសិនៅគៀមមេឯដស្រុកត្រង់ស្រុកនីកាលស្រុកអត់បានទេតលតែថ្វាំងរីអ្នក
វៈសសិនៅគៀមមេក្នុងស្រុកបានស្ដាប់បានយកសេចក្តីមកថាអ្នកនៅក្នុងស្រុកអានេះគឺចឹងដែរនេះយើងនៅក្នុងវត្តតើណែចឹងវាទាសេចក្តីវិផតហ្នឹងបើតែមានប្រែបានច្រើនពិបាកចំណាំពេលដែលយើងរៀន កន្លែងហ្នឹងយើងដាក់យើងទាំងឡាយបានដែរលោកចាស់យើងទាំងឡាយហ្នឹងឯងញោមមួយយ៉ាងខ្ញុំឥឡូវម៉ោងប៉ុន្មានហើយអូម៉ោង 8 ហើយឥឡូវកែលំហាត់ម្សិលមិញ5លំហាត់កែលំហាត់ញាតិញោមធ្វើត្រូវច្រើនប៉ុន្តែអានអត់ត្រូវហើយញាតិញោមអានអត់ត្រូវញាតិញោមអត់ចង់អានទៀតធ្វើត្រូវច្រើនខ្ញុំកណាដែរលោកម្ចាស់ប្រែចឹងអត់ដែរចម្លើយហងអត់ដែរអានហងទៀតគេឲ្យអានបានទេទៀតបរិសោគៀមម៉ាំងអានមួយអត់អានគៀមម៉ាំងគិឆតិអូខេកណាអានខុសគៀមម៉ាំងកណាអានកាមម៉ាំងគុណចាស់កណាអត់ទេកាមម៉េចគៀមអត់ទេកណាអានខុសកណាអានអាលើនឹងខុសដល់ក្រោយមកបានឲ្យអានហ្នឹងឲ្យហ្នឹងមិនគៀមម៉ាំងទេណាអូនគៀមម៉ាំងខុសហើយគៀមមាំងព្រោះវាសំលេងធំអត់ទេញោមគៀមមាំងវាត្រូវតាមក្បួនប៉ុន្តែយើងយកតាមសំនៀងខ្មែរយើងអានគៀមម៉ាំងទេគៀមមាំងវាត្រូវតាមក្បួនសលេងធំត្រូវមែនប៉ុន្តែយើងនិយមណាញោមយើងយកតាមនិយមវិញបានត្រូវគ្នាយកឲ្យត្រូវគ្នាវិញប៉ុន្តែបើតាមក្បួនបល័យដូចញោមថាត្រូវហើយគឺគៀមមាំងសង្ខាំងប៉ុន្តែពេលខ្មែរយើងអានតែគៀមម៉ាំងសង្ខាំងទៅជាគៀមម៉ាំងណាទម្លាប់អានតាគៀមមាំងក៏បានដែរដឹងតែស្រអមអញ្ចឹងនៅពីលើវាចេញអសអាំងនេះក៏ហិតនឹងអាំងព្រះអង្គចាស់ត្រូវហើយញោមត្រូវហើយត្រូវតាមក្បួនប៉ុន្តែវាអត់ត្រូវជាមួយគេអាហ្នឹងគ្រាន់ប្រាប់ញោមប៉ុណ្ណឹងឯងហើយញោមអានគៀមមាំងក៏អាត្មាអត់ចាប់ដែរប៉ុន្តែថាអាហ្នឹងវាត្រូវតាមក្បួនពីព្រោះជនជាអ្នកខោស័កដល់ពេលយើងដាក់អាំងវាត្រូវជាអាំងចឹងហើយត្រូវហើយបើកាក់ទៅជាកាំងអានេះអាំងដល់ពេលអានេះអាំងប៉ុន្តែដល់ពេលនិយមគឺគេនិយមអាំងនេះស្រួលថាស្រួលមាត់អញ្ចឹងយើងអាំងចេះត្រូវតាមក្បួនប៉ុន្តែវាអត់និយមអញ្ចឹងប្រើអត់ត្រូវគ្នាអញ្ចឹងណាប៉ុណ្្នឹងទេចាស់សូមសួរកន្លែងនឹងតិចគុណចាស់កាលណាតែយើងរៀនតាមបាលីយើងមិនអានតាមអក្សរបាលីគុណចាស់ដូចជាពាក្យថាសង្ខាំងពាក្យច្រើនគេអានថាសង្ខាំងប៉ុន្តែបើយើងអានតាមបាលីវាទៅជាសង្ខាំងតែគុណម្ចាស់ពោលថាយើងអានតាមនិយមតាមនិយមហ្នឹងបានន័យថាពេលខ្លះនិយមខុសណាគុណម្ចាស់អញ្ចឹងញោមយើងគេហៅនិយមចេះឥឡូវអាត្មាបញ្យល់សិនញោមដឹងថាបល័យខ្មែរយើងគឺខុសគេទេដូចញោមធ្លាប់ស្ដាប់លោកគ្រូសែមឈុនលីទេសនៅវត្តពាំងគង់ឯនោះញោមទៅដែរទេកណាទៅតែហ្នឹងហើយបានស្ដាប់លោកពយល់កន្លែងហ្នឹងដែរទេកណាយល់កណាថាហ្នឹងគាត់ថាឲ្យអានតាមសំនៀងជាជនជាតិខ្មែរហ្នឹងបល័យខ្មែរនិយាយរួមគឺបល័យខ្មែរបល័យខ្មែរប៉ុន្តែបល័យខ្មែរហ្នឹងសហ្នឹងវាទៅជាសាក់គុណម្ចាស់នឹងយើងមិនអានអញ្ចឹងដោយសារលោកម្ចាស់គាត់លោកម្ចាស់គ្រូលោកពោលថាបើអានរបៀបដូចភូមិមាអីដូចយើងធម្មមាហ្នឹងពួកគាត់ទៅជាអញ្ចឹងណាគុណចាស់អាហ្នឹងយើងអត់ខុសហើយអាហ្នឹងអត់តាមចម្លែករបស់តាមភាសារបស់គេរៀងខ្លួនយើងជាភាសាខ្មែរយើងអានតាមសម្លេងរបស់ខ្មែរអញ្ចឹងណាញោមអត់បានរៀនពីខាងដើមផងហើយញោមហ្នឹងហើយឈប់អាសិនអាត្មាដកនេះតិចសិន
អង្គថាបានហ្នឹងប្រហែលជាមកពីតាមការរៀនដំបូងមកកាលហ្នឹងប្រពុតតាថាអាចអនុញ្ញាតឲ្យអានតាមភាសាអ្នកស្រុកអ្នកទេសរៀងខ្លួនណាអញ្ចឹងទៅបាននេះញោមអត់បានញោមភីគាត់អត់បានរៀនអានេះហ្នឹងហើយមកពីព្រះអង្គប្រពុតពីដើមគាត់មានដីកាអញ្ចឹងបានពួកយើងត្រូវអានអត់ខុសនេះឥឡូវញោមមើលនេះឥឡូវនេះគឺថាដែលលោកគ្រូសែមឈិនលីលោកនិយាយថាដែលយើងអានបល័យខ្មែរហ្នឹងសំនៀងខ្មែរហ្នឹងដោយសារតែនៅក្នុងវិន័យបេដកលេខ10នេះថាអ្នកភិក្ខវេពុទ្ធវចនំឆន្ទៈសោអារោបេតាពាំងអីចឹងមកប្រែថាប្រពុតទ្រង់មិនអនុញ្ញាតឲ្យភិក្ខុរៀនយកនៅព្រះពុទ្ធវចនៈដោយឆន្ទភាសាទេតែទ្រង់ឲ្យភិក្ខុទាំងឡាយរៀនយកនៅព្រះពុទ្ធវចនៈតាមសកៈភាសានេះអាសកៈភាសាហ្នឹងគឺភាសារបស់ខ្លួនញោមនៅប្រទេសណាជាតិណាញោមប្រើតាមប្រទេសហ្នឹងជាតិហ្នឹងអញ្ចឹងណាអញ្ចឹងអត់ខុសទេគឺយើងប្រើបល័យខ្មែរណាញោមថាកណាធ្លាប់ឮថៃសូត្រហើយមកខ្មែរសូត្រឮថៃសូត្រភគវាអញ្ចឹងអិតិពិសោភគវាអាសោមិនថាសោថាសូអិតិពិសោភគវាអរហង្គសម្មាសម្ពុទ្ធោអាពុទ្ធហ្នឹងមិនថាពុទ្ធទេបុទ្ធោវិជ្ជាចរណសម្បណ្ណោហើយញោមថាអានោះមិនត្រូវរបស់គេហើយយកមកប្រើនឹងខ្មែរអត់ទេព្រះអង្គថាអ្នកសកៈភាសាគឺភាសារបស់ខ្លួនប្រទេសជាតិយើងនៅប្រទេសណាប្រើភាសាហ្នឹងយើងជាតិជាអីជាតិខ្មែរត្រូវប្រើបល័យបែបខ្មែរហើយបើថាញោមចង់បល័យបែបថៃបែបភូមាតោះញោមនឹងកើតនៅភូមាជាតិភូមាហើយបើយើងនៅខ្មែរហើយយើងកាច់តង់តាមគេអាហ្នឹងណាថាមិនដែរមិនថាមិនដែរកណាអត់ចូលចិត្តទេកូនចាកាច់តាមគេហ្នឹងកណាចង់បានរសជាតិណាហ្នឹងហើយអញ្ចឹងបានថាឲ្យញោមអានគៀមម៉ាំងទៅអាហ្នឹងហើយខ្មែរគៀមម៉ាំងអាហ្នឹងខ្មែរគៀមម៉ាំងធ្លាប់តែគៀមម៉ាំងទៀតមិនចេះតែគៀមម៉ាំងដល់មិនទៀតកណាអានមិនចង់ទេអាតាមភូមិតាមថៃហ្នឹងកណាស្អប់ណាស់កុំស្អប់អាហ្នឹងគេជាតិរបស់គេយើងរបស់យើងទេកណាចង់និយាយថាកណាជាជនជាតិខ្មែរចង់អានតាមរបៀបជាភាសាខ្មែរជាសម្លេងខ្មែរសំនៀងរបស់ខ្មែរកូនចាហ្នឹងហើយអញ្ចឹងបើសំនៀងរបស់ខ្មែរគឺគៀមម៉ាំងខ្ញុំឡាងគៀមម៉ាំងណាព្រះអង្គបខំកណាគៀមម៉ាំងគៀមម៉ាំងសកៈភាសាព្រះអង្គសម្ដែងវិន័យបេដកលេខ10ញោមទៅបើកមើលព្រះអង្គកណាសូមឱកាសកន្លែងនឹងតិចអញ្ចឹងបានន័យថាខាងភូមិឬក៏ថៃគេអានត្រូវតាមបល័យតែយើងកាត់មកជាសម្លេងខ្មែរអីទៅបានគេអានប្រទេសគេអានមិនត្រូវតាមក្បួនជាតិសាសគេអានចេញមិនគេត្រូវរបស់អញ្ចឹងគេអញ្ចឹងយើងអានចេញមិនយើងត្រូវរបស់យើងអញ្ចឹងបានន័យថាគេអានឲ្យត្រូវនឹងពាក្យបល័យព្រោះអីដូចអ៊ីឡាងមិនគាត់ថាដូចម៉ាំងអីហ្នឹងបានត្រូវចាំន័យថាគេអានឲ្យត្រូវតាមក្បួនខ្នាតតែយើងកាច់តង់អត់ទេអីក៏មិនបងហ្នឹងបាទអត់ត្រូវបើសិនជាអត់ខុសកណាសុំអានម៉ាំងហើយកណាខ្លាចទៅពេលអានទៅប្រកបទៅជាងឯនេះក៏ហិតហ្នឹងដឹងទៅជាស្អីពិបាកចំណាំអញ៉ៃឥឡូវស្រាប់តែញោមទេប៉ុន្តែគ្រាន់ថាអាត្មាថាអញ្ចឹងសកៈនិរុត្តិហ្នឹងហើយអារឿងអានហ្នឹងហើយជជែកគ្នាអូយមិនដាច់ស្រេចប៉ុន្តែបើព្រះអង្គសម្ដែងហើយយើងអត់បានយកមកapply អង់គ្លេសថា apply ហើយយើងយកមកជជែកគ្នាទៀតជជែកចុះជជែកឡើងជជែកចុះជជែកឡើងហ្នឹងឯងអត់ចប់បើសិនជាឧទាហរណ៍ថាពាក្យបល័យហ្នឹងរបស់ពុទ្ធតែមួយហើយយើងទាំងថៃទាំងភូមិអីអានតែមួយចឹងគាត់តែអានតែមួយទៅចាំបាច់មានញោមជាតិទេអីញោមជាតិផ្សេងគេអត់មានស្រអៀទេជាតិផ្សេងគេអត់មានស្រអៀទេគេថាស្រអៀអត់ចេញទេឃើញកន្លែងហ្នឹងដែរឃើញថៃអានកម្ពុជាដែរហើយឃើញបារាំងអានអីគេ
Cambodia អីគេកម្ពុជាមិនហ៎ អូឌីតាកម្ពុជា អត់មានអ៊ីទេអត់មានអ៊ីចាញ់បានទេអត់ចេញអ៊ីទេ កម្ពុជាមិន គុណម្ចាស់បល័យអត់មានភាសាណាទេណាមិនអត់មានភាសា អត់មានទេខ្ញុំអត់មានទេបល័យគឺជាភាសាដែលអត់មានហ្នឹងហើយភាសាទៅនៅដល់ស្រុកណាចូលជាមួយភាសាដែនមគ្គដ្ឋៈ ហ្នឹងហើយទៅនៅជាមួយស្រុកណាទៅចូលជាមួយស្រុកហ្នឹងហ្មងអត់មានអាត្មាថារកកន្លែងនេះគេបញ្យល់នៅក្នុងនេះមិនអត់ឃើញ អីទេព្រះអង្គរៀនតាមហ្នឹងចឹងកុំឲ្យខាតពេលហ្នឹងហើយ ភាសាសកលម្ចាស់បល័យដូចភាសាសកលចឹង អត់ទេបើញោមឆ្ងល់ហើយបើបញ្យល់ឲ្យយល់ទៅតែនេះញោមនេះលោកបញ្យល់នេះឥឡូវញោមមើលជាមួយញោមអានណាសូមបញ្ជាក់ដើមហេតុដែលនាំឲ្យមានពុទ្ធបញ្ញត្តិនិងពុទ្ធានុញ្ញាតដូច្នេះនេះមកពីភិក្ខុពីររូបមានសេចក្តីលំបាកចិត្តមិនពេញចិត្តនឹងបែបសូត្របាលីឬសូរសំឡេងផ្សេងគ្នាព្រោះពួកភិក្ខុមានជាតិមានភាសាទីតីពីគ្នាសូត្របាលីតាមអណ្ដាតរាល់ជាតិឧទាហរណ៍ដូចអ្នកកាន់ពុទ្ធសាសនាដែលយើងបានដឹងជាក់សពថ្ងៃសូត្រតែសុទ្ធតែសូត្របាលីឬសូរខុសគ្នាទាំងអស់នេះញោមមើលណាឬសូរអស់ខុសគ្នាដូចជាពាក្យថាបញ្ចៈដែលប្រែថា5ខ្មែរថាបញ្ចៈនេះខ្មែរថាបញ្ចៈប៉ុន្តែថៃលាវថាបញ្ចៈប៉ាន់ណាមិនបញ្ញទេបញ្ចៈអ្នកលង្កាថាបាញ់បញ្ជីលង្កាភាសាលង្កាថាបញ្ជីភូមាថាប៉ុងសៈភូមាអត់ចេញបញ្ចៈទេចេញប៉ុងសៈញោមមើលដល់ម៉ឺនថាប៉ោនជាហើយនេះប៉ោនជាប៉ោនជាគ្រាន់តែបញ្ចៈ5មួយហ្នឹងណាហើយលាវថាបញ្ចៈអ្នកលង្កាថាបញ្ជីភូមាថាប៉ុងសៈភូមាទៅប៉ុងសៈវិញហើយដល់ពេលម៉ោនថាប៉ោនជាសំដៅដល់សេចក្តី5ដូចគ្នាអញ្ចឹងបានជាព្រះអង្គសម្ដែងនៅក្នុងបិដកនេះមិញដោយហេតុដូច្នេះបានជាភិក្ខុពីររូបនោះក្រាបទូលសេចក្តីនោះចំពោះព្រះសម្មាសម្ពុទ្ធទ្រង់អនុញ្ញាតឲ្យពុទ្ធសាសនិកភិក្ខុសង្ឃជាដើមរៀនពុទ្ធវចនៈជាឆន្ទៈគឺឫជវេទអានេះមិនអនុញ្ញាតបានត្រូវមិនអនុញ្ញាតគឺឫជវេទជាភាសាសំស្ក្រឹតតែព្រះអង្គយល់ឃើញការវែងទ្រង់ត្រាស់បន្ទោសជាច្រើនហើយទ្រង់ត្រាស់បញ្ញត្តិថាមិនឲ្យសូត្រពុទ្ធវចនៈបែបជាឆន្ទទេឆន្ទអាភាសាសំស្ក្រឹតនេះព្រោះភាសានេះវាមានបែបបទច្បាស់លាស់ណាអញ្ចឹងមិនងាយសូត្រអ្នកផងជាតិដតីមិនពិបាកសូត្រពុទ្ធសាសនាចម្រើនលូតលាស់ពុំបានទ្រង់អនុញ្ញាតឲ្យសូត្រពុទ្ធវចនៈតាមសក្កនិរោធិនេះសក្កនិរោធិឬសក្កភាសាគឺសូត្រពុទ្ធវចនៈជាភាសាមគ្គធៈឲ្យទុនទៅតាមសូរសំឡេងនៃអណ្ដាតជាតិខ្លួនមានន័យថាញោមកើតជាតិខ្មែរញោមកើតជាតិថៃញោមកើតជាតិភូមាអាចរលាស់ទៅបានមនុស្សជាតិដែលជាសក្កនិរោធគឺសក្កាយនិរោធយាសេចក្តីសរុបយ៉ាងខ្លីងាយយល់ខ្មែរត្រូវសូត្រពុទ្ធវចនៈតាមខ្មែរថៃសូត្រតាមថៃលាវសូត្រតាមលាវមោនសូត្រតាមមោនលង្កាសូត្រតាមលង្កាជាដើមត្រូវសូត្រតាមភាសារបស់ខ្លួនរាល់ជាតិសូមពុទ្ធសាសនិកខ្មែរសូត្រពុទ្ធវចនៈរបស់ព្រះសម្មាសម្ពុទ្ធតាមសំនៀងរបស់ខ្លួនឲ្យបានត្រឹមត្រូវតាមបាលីក្នុងគម្ពីរចលវៈដែលបានចង្អុលប្រាប់មកខាងដើមមិនគួរសូត្រទៅតាមសំនៀងភាសាបរទេសទេគណៈកម្មការសង្ឃជាតិខ្មែរញោមស្ដាប់បានទេកណាអរព្រះគុណគុណម្ចាស់បានទេនេះបល័យកណាស្ដាប់បានលោកបល័យខ្មែរនេះបល័យខ្មែរនេះហើយណានៅក្នុងបិដកលេខ10ព្រះអង្គសម្ដែងហ្នឹងនៅក្នុងបិដកលេខ10ដូចជាពុទ្ធាំសរណៈអីយើងសូត្រសិតតាមខ្មែរគណៈនមស្ការលោកចាស់គ្រូនេះអញ្ចឹងយកគណៈភិក្ខុដកពីកន្លែងណាមកលោកចាស់គ្រូទៀតចង់ដឹងដកទៀតគណៈធ្លាប់មើលមកចាប់នេះញោមដែរទៀតតាំងពីមើលបានមើលមកគណៈលែងប្រកាន់ទៀត
ឥឡូវខ្ញុំនេះខ្ញុំថតទុកបើគេសួរថាហេតុអីអះអាងអញ្ចឹងមិនមែនគ្រូពេជ្រនេះអះអាងទេគឺ3ដកគម្ពីរចលវៈភាគទី10ផ្នែកវិន័យ3ដកត្រង់ទំព័រ230 231បពៈ290 291ថាអ្នកភិក្ខវេឆន្ទសោពុទ្ធវចនំអារោពេតពាំងយោអារោបយៈអបតិទុក្ខដាសៈអនុជានិមិភិក្ខវេសកាយនិរតយាពុទ្ធវចនំបរិយាពុនិតងនេះមនាលភិក្ខុទាំងឡាយភិក្ខុមិនក៏បីលើកយកពុទ្ធវចនៈមកសូត្រតាមបែបឆន្ទទេឆន្ទនេះអរិជវេទនេះឬយវេទសំស្ក្រឹតនេះឆន្ទហ្នឹងភិក្ខុណាលើកមកសូត្របែបនេះត្រូវអាបត្តិទុក្ខតនេះភិក្ខុណាលើកមកសូត្របាបត្តិទុក្ខតមនាលភិក្ខុទាំងឡាយតថាគតអនុញ្ញាតឲ្យភិក្ខុរៀនយកនៅព្រះពុទ្ធវចនៈតាមសកនិរតិគឺភាសារបស់ខ្លួនហើយញោមចង់ដឹងថា3អីសភៅណាទៅទៀតចឹងនេះសភៅនេះសភៅភិក្ខុបាតិមោក្ខបាលីប្រែរៀបរៀងដោយភិក្ខុធម្មារាមោប៉ុនសម្ភាជអានេះកណាមើលសភៅនឹងដែរទៀតថ្ងៃមុនគេវាយឡើងវិញរបស់អង្គការវត្តបញ្ញាធំអានេះបើសភៅចាស់តែគេវាយឡើងវិញចឹងញោមអស់មកលោកចាគ្រូកណាអត់យល់កន្លែងឆានមិញញោមចាំថា3ដកលេខ10ទំព័រម៉ានេះ3ដកលេខ10ឥឡូវកែលំហាត់មួយសិនលោកចាគ្រូសូមជួយបញ្យល់អរតនីកន្លែងឆានស្អីតមិញតិចមិនទៀតមិនតាន់អាចឆានហ្នឹងនិយាយកែលំសិនដល់ម៉ោងពុរិសោប្រែថាម៉េចញោមបរោះរីបរោះម្នាក់ទៅជាម៉ាំងកាន់ស្រុកទៅណាខ្ញុំបរោះទៅកាន់ស្រុកចឹងឥឡូវមិនបាច់កែទេញោមធ្វើត្រូវអស់ហើយគ្រាន់តែនេះគ្រាន់តែនៅនេះមកឲ្យញោមថាមកចំណេញជាងតើឥឡូវញោមម្នាក់រឿងខ្លួនលោកចាប់ហ្នឹងដោយសារពេលយើងអស់ដោយសារយើងអស់ពេលនៅនោះផងឥឡូវញោមឡាងញោមផ្សេងបាត់សំឡេងសិនញោមឡាងកែកន្លែងខុសហើយលោកចាស់គ្រូអត់ទេញោមចម្លើយលោកគ្រូដូចតែគ្នាឯតោះពុរិសោរីបរោះចាំមើលឥឡូវអាត្មាថាតាមញោមថាហើយញោមប្រែហើយប្រែយកសេចក្តីណាពុរិសោរីបរោះគេចតិទៅគៀមម៉ាំងកាន់ស្រុកបរោះទៅកាន់ស្រុកមនុស្សសារីមនុស្សទាំងឡាយបសន្តិឃើញសង្ឃាំងនៅព្រះសង្ឃពុទ្ធោរីព្រះពុទ្ធភាសតិសំដែងមានញោមខ្លះថាពោលថានិយាយក៏បានដែរប៉ុន្តែវាអត់សមសេចក្តីនឹងធម៌ទេតើសំដែងពុទ្ធមិនពោលធម៌ដូចយើងថាពោលយើងប្រើមួយអ្នកធម្មតាដល់ពេលយើងនិយាយជាមួយពុទ្ធជាអគ្គបុគ្គលជាបុគ្គលខ្ពង់ខ្ពស់យើងថាសំដែងធម្មម៉ាំងនៅព្រះធម៌ថ្វាំងរីអ្នកវៈសសិនៅគៀមមេក្នុងស្រុកមគ្គយ៉ាងរីយើងទាំងឡាយវៈសាមៈនៅអាវាសេក្នុងវត្តតោះញោមប្រែទាំងអស់ហ្នឹងមកហើយយកសេចក្តីផងកណាសូមអានចម្លើយកិច្ចការផ្ទះទី1សំណួរទី1ទេអត់ឲ្យអាននៅលើសភៅឲ្យប្រែនៅលើនេះអានឲ្យប្រែហ្មងពុរិសោបរោះ
bộ rì sao rì bộ rò kia máng từ nó cách chặt tệ môn từ kia máng can srop chúng praiประโยค nâng pin máu bộ rò từ can srop menu xa ri menu chẳng lại đó sang kháng lộn sân tệ môn ba son tệ khơi sang kháng nữประสองบอกปลาเคลียนនឹងចំនួនទី2រីមនុស្សទាំងឡាយឃើញនៅព្រះសង្ឃពុទ្ធោធម្មំភាសតិពុទ្ធោរីព្រះពុទ្ធភាសតិសំដែងធម្មំព្រះធម៌នៅព្រះធម៌នៅព្រះធម៌ណានៅព្រះធម៌រីព្រះពុទ្ធសំដែងនៅព្រះធម៌សំណួរទី4ថ្វាំងគៀមេវសតិថ្វាំងនឹងរីអ្នកវសតិនៅវសសិនៅគៀមេក្នុងស្រុកប្រែទាំងអស់ទៅអ្នកនៅក្នុងស្រុកសំណួរ5មយ៉ាងអវាសេវសមៈហ្នឹងមយ៉ាងយើងទាំងឡាយមយ៉ាងរីញោមប្រែរីសិនទៅកុំអាលុបរីយើងទាំងឡាយវសមៈនៅអវាសេក្នុងវត្តបានយើងទាំងឡាយនៅក្នុងវត្តឡើយញោមបិទសលេងសិនហើយញោមផ្សេងប្រែពីនេះញោមមួយបែរនេះមើលពីនេះកណាទៀនឥឡូវមើលពីយ៉ងហ្នឹងណាមើលឥឡូវនេះបរិសោរីបរោះគៀមកិច្ចតេទៅកាន់ស្រុកគៀមម៉ាំងកាន់ស្រុកកិច្ចតេហ្នឹងចាញោមប្រែអានេះអាខាងដើមនេះទី1នេះដាក់លេខ1ណាបរិសោរីបរោះហើយយើងយកកិរិយាគឺលោតយកមកកិរិយាកណាទៀនកណាទៅគៀមម៉ាំងកាន់ស្រុកកណាទៀនបរិសោរីបរោះកិច្ចតេទៅគៀមម៉ាំងកាន់ស្រុកបរោះទៅកាន់ស្រុកមនុស្សសាមនុស្សទាំងឡាយបសិតេឃើញហ្នឹងសង្ខាងនៅមនុស្សទាំងឡាយឃើញនៅព្រះសង្ឃសង្ខាងនៅព្រះសង្ឃសង្ខាងនៅព្រះសង្ឃមនុស្សទាំងឡាយឃើញព្រះសង្ឃឃើញនៅមនុស្សទាំងឡាយឃើញនៅព្រះសង្ឃហ្នឹងហើយយើងកុំអានលុបវិផតតែញោមប៉ុណ្ណឹងហើយហៅញោមផ្សេងបាត់សិនកណាអរគុណញោមវណ្ណរីនេះទី3ទី4កណាទៀនពុទ្ធោរីព្រះពុទ្ធភាសតិណាផ្លេចទៀតភាសតិសំដែងភាសតិសំដែងធម្មំនៅព្រះធម៌រីព្រះពុទ្ធសំដែងនៅព្រះធម៌ថ្វាំងគៀមេវសសិថ្វាំងហ្នឹងអ្នករីអ្នកថ្វាំងណាទី2អ្នកវសសិថ្វាំងរីអ្នកវសសិនៅវសសិនៅគៀមេក្នុងស្រុកបានអា2ងាតអានប្រកបផងយ៉ាងអ្នកទាំងឡាយនៅក្នុងស្រុកតអរគុណទេញោមឡាញោមជួយឡាងបែរទី5មើលប្រែចេញហ៎កណាអត់ចេះតែកូនម្ចាស់អាហ្នឹងអត់ចេះកណាអត់យល់នេះមួយយ៉ាងរីយើងឥឡូវថាមើលខ្ញុំថាតាមមួយយ៉ាងរីយើងទាំងឡាយមួយយ៉ាងរីយើងទាំងឡាយវសាមៈនៅអាវាសេក្នុងវត្តយើងទាំងឡាយនៅក្នុងវត្ត
nhôm tham ở mãi giang ri dương từng là ri dương tiếng lái vẽ vẽ sam mẹ nấu nầu và ava xe nòng nông ấy nòng vọt con cha dương từng lái dương tiếng lái nơi nòng vọt nhôm xì nươn mơ phà ní mà đong con tiền cha tí muối tí pì Kena thay con cha kena sama bộ rệ sao ri bộ ra cách chặt tệ căn từ từ kia mang căn sọc ri bộ ra từ căn sọc mình nấu xá mẹ nấu xá ri mình nấu ri mình nấu pa son tệ ở đây nhôm mình nấu xa nắng ri mình nấu tiền lại ri mình nấu tiền lại pa son tệ is bộ phép thôi khơi chạm sập khơi sang kháng nâu bè song ri mình nấu tiền lại khơi nâu bè song bắt đầu tiền con nha pi ban pi nhôm pơ thật đa tỷ bay tỷ buồn ai mơ bị gió ấy nào mơ nơi đa khiên nè anh nơi em sợ nhôm pơ thật đá anh lừa nhôm sóc pa này mở prai chơi nhé nhưng po đầy sao ri bộ rò kia chợt tệ tới kia mang cần sọc họ lư tiệt là thay con cha nhôm prai mở bộ đi sao ri ri bộ rò kia mang kia men vô cái giá săn cắt chữ tệ tới hay kia men sọc căn sọc bộ rò ri bộ rò tới căn sọc tỷ pí mà nấu xá cái nó toàn đấy con cha đôi nơi bị áp lên con đời xa nhôm ở chế bịa nè cái nó ở chế bỏ phé con ở toàn ban mơ son tệ miền này tha khơi mơ sang bờ sông sang khen bờ sông nu sa mà nu anh ấy prai ta khơi chăng hay anh ấy prai tha sầm đáy anh ấy prai tha nấu anh ấy prai tha nấu đài nè lấy nhôm sụt không prai mở prai tỷ pi tỷ bảy cái nào luôn cha tỷ pi mình nấu xa xong khen pa sần tệ mình nấu xa ri mình nấu tiền lại pa sần tệ khơi xong khen nơi bè sòng ri mình nấu tiền lại khơi nơi bè sòng bột thố thò men thia sạch tệ bột thố ri bè bột thia sạch tệ sầm đài thò men nơi bè thò ri bè bột sầm đáy nơi bè thòขอบคุณลุงแจ็คกันนะสมซูมจังสมัยประเทศนั่นลุงแจ็คถือบอกแผลรีปีเมียนรีปีมกตึงอ๋อลุงแจ็คก็ไปยังแล้วยังกับปงแต่เรียนดำบงยังดักรีแต่ดาวไปเตอไงคอยอยู่เตอcái ai lục ri cháu ri giờ rôm bờ ri bờ cái lục pe lột bị dốc ăn lục pe to từ pe riêng gì cái đây màn cái lục bị dốc ăn lục pe
កណា ណា អរគុណ ណាលុបទាំងអស់គុណ អត់ ចាស់ ទេតើរៀងសេចក្តីបានលុបបើរៀងសេចក្តីយើងរៀនយូរទៅលុបបានតែបើថាលោតប្រយោគគេអត់ដែរលុបទេ អូលោតប្រយោគកណាអត់លុបទេប៉ុន្តែ យកសេចក្តីគេ យក អាច សេចក្ លុ តី ប យកសេចក្តីកណាលុបអស់ ប៉ុន្តែយើងរៀនដំបូងកុំអាលលុបអីកុំឲ្យវិញ លំហាត់មួយនេះកណារៀងយល់គុណចាស់អរគុណ ឥឡូវញោមស្រីពេជ្រមើលទី3ទី4 កណាអរគុណលោកចាស់គ្រូថ្វាំងរីអ្នក អត់ទេទី3 អូទី3ពុទ្ធោរីព្រះពុទ្ធភិសតិសំដែងធម្មមាំងនៅព្រះធម៌ព្រះពុទ្ធសំដែងនៅព្រះធម៌តទី3មួយតែលោកចាស់គ្រូ ទី ទី4ថ្វាំងរីអ្នកវសតិវសសិនៅគីមេអ៊ីគីមេក្នុងស្រុក 4អ្នក អ្នកនៅក្នុងស្រុក ហ្នឹងហើយ កណាអរគុណលោកចាស់គ្រូ ចឹងញោមមកលុបចេញទាំងអស់ហ្មងនេះញោមអាខាងនេះគឺជាប្រធាននៅជាប់នេះជាប្រធានត្រូវប្រែមុនបន្ទាប់មកយើងលោតមកប្រែនេះពាក្យទាំងនេះគឺជាកិរិយាសព្ទត្រូវប្រែនៅជាប់ខណ្ឌនេះជាកិរិយាសព្ទត្រូវប្រែទី2ចឹងអាពួកនេះត្រូវប្រែទី2បន្ទាប់មកបានប្រែអាកដាលនេះពាក្យកដាលគេនេះទី3អានឹងវាស្មើនឹងបើខ្មែរយើងគេបើអង់គ្លេសគេថានេះប្រែ subject នេះមុនណាហើយបន្ទាប់មកបានគេប្រែ verb ហើយគេប្រើ object អញ្ចឹងគេប្រើប្រធានហើយគេប្រើកិរិយាសព្ទនេះបានន័យថាប្រធានហើយកិរិយាសព្ទហើយនឹងកម្មបទហ្នឹងអញ្ចឹងដល់យើងនិយាយខ្មែរប្រធានអីគេខ្ញុំអញ្ចឹងឧទាហរណ៍ខ្ញុំហើយកិរិយាឧទាហរណ៍ទៅកម្មបទអីគេកាន់សាលាអញ្ចឹងអាហ្នឹងខ្មែរដល់ពេលបល័យដូចគ្នាអញ្ចឹងដែរគ្រាន់តែវាលោតមិនរំលងនេះប្រធានគេដាក់នៅដើមនេះប្រធានបន្ទាប់មកយើងលោតទៅរកកិរិយានេះនៅខាងចុងនេះហើយបានយើងលោតមកកម្មបទវិញពុរិសោរីបរោះគេចតិទៅគៀមម៉ាំងកាន់ស្រុកអញ្ចឹងណាពុរិសោរីបរោះគេចតិទៅគៀមម៉ាំងកាន់ស្រុកអញ្ចឹងអានេះទី1ពុរិសោហើយទី2អានេះទៅគេចតិទៅគៀមម៉ាំងនេះទី3កាន់ស្រុកនេះមនុស្សសារីមនុស្សទាំងឡាយនេះដោយសារតែមនុស្សសោមនុស្សសាយើងបែកមកពហុវចនៈបសន្តិឃើញសង្ឃាំងនៅព្រះសង្ឃពុទ្ធោរីព្រះពុទ្ធភាសតិសំដែងនេះចុះយើងមិនក៏មិនប្រែព្រះពុទ្ធោឲ្យប្រែធម្មងថានេះអត់ទាន់បានប្រែបានទេអានេះវាជាកម្មបទទេយើងប្រែប្រធានហើយលោតមករកកិរិយាឲ្យបានត្រឡប់មកកម្មបទពុទ្ធោរីព្រះពុទ្ធភាសតិសំដែងធម្មងនៅព្រះធម៌ថ្វាំងជាប្រធានរបស់នេះអញ្ចឹងថ្វាំងរីអ្នកវសសិនៅគៀមមេក្នុងស្រុកអញ្ចឹងណាញោមតន់ណាឥឡូវញោមគុន្ធាមើលសាកប្រែអាទីសុំសួរបន្តិចព្រះអង្គចាស់អញ្ចឹងនៅក្នុងភាសាបាលីហើយកាលណាវិភ័តរបស់វាមានតានាមជាមួយគុណនាមលោកចាស់ចំពោះកិរិយាវិភ័តវាមានតាការដូចជាតេអន្តៈអញ្ចឹងវាអត់មានជាការប្រែមកជារិភ័តប្រែអញ្ចឹងណាលោកចាស់មានញោមមានតែក៏គេអត់ទាន់បរិញ្ញាអាត្មាបរិញ្ញាតាមសភៅអាតេអន្តៈនេះវានៅក្នុងវត្តមាណាវត្តមាណាគេមានពាក្យប្រែបើគេថាវត្តមាណាតេអន្តៈសេថមិមៈហ្នឹងមានពាក្យប្រែថាកំពុងតែបនទៅនឹងហើយនឹងរមែងតែងតែគង់តែ
វាមានប៉ុន្តែដោយសារអាត្មាបរៀនតាមសភៅលោកតាប្រគុណលោកអត់តន់បង្ហាញអញ្ចឹងយើងអត់តន់ចេះអត់តន់ដឹង កណាអរគុណលោកអញ្ចឹងគ្រូ អញ្ចឹងបើយើងអាចប្រែអានេះបើយើងអាចប្រែដល់ពេលយើងចេះពាក្យប្រែយើងអាចប្រែថាពុរិសោរីបរោះគេចតិកំពុងទៅដល់ពេលកណាដល់ពេលប្រែអញ្ចឹងมันវាមានអត្ថន័យពីរោះស្ដាប់ទៅវារលូនស្ដាប់ទៅមានន័យដោយថាអត់ខ្វះចន្លោះដល់ពេលអញ្ចឹងវារៀងកបុតមិនទេខ្ញុំកណាមើលទៅកបុតដោយសារតែយើងរៀនវាហ្នឹងហើយអញ្ចឹងកណាអរគុណលោកចាអរគុណឥឡូវយើងមើលអាត្មាដាក់ពាក្យប្រែឲ្យចឹងកណាសូមអាចារ្យអញ្ចឹងមិនន័យថាយើងអាចមាន4ពាក្យត្រូវអត់បងបើ4ពាក្យយើងត្រូវប្រែមួយណាមុនទៅឧទាហរណ៍នេះ3ពាក្យអញ្ចឹងយើងប្រែកិរិយាសព្ទហើយទៅលេខរៀងទី3ហើយទី2ចុះដល់ពេលមាន4ពាក្យមាន4ពាក្យអញ្ចេះញោមមាន4ពាក្យញោមឆ្ងល់រឿង4ពាក្យឧទាហរណ៍ឥឡូវអាត្មាឧទាហរណ៍ថាបុរសខ្មៅពុរិសោរីបុរសកាឡោខ្មៅហើយគាឆតិទៅគៀមម៉ាំងកាន់ស្រុកអញ្ចឹងញោមឆ្ងល់ល្អថា4ពាក្យអញ្ចឹង4ពាក្យអញ្ចឹងវាទៅជាគេហៅខាងនេះគេហៅកន្សោមនាមអានេះគេហៅកន្សោមកិរិយាអញ្ចឹងយើងទៅប្រែបើក្នុងបល័យគេហៅថាបទពាក់ព័ន្ធរបស់ប្រធានហើយបទពាក់ព័ន្ធរបស់កិរិយាណាបទពាក់ព័ន្ធរបស់កិរិយាបើខ្មែរយើងហៅថាកន្សោមនាមកន្សោមកិរិយានេះកន្សោមនាមហើយបើបល័យគេហៅថាបទពាក់ព័ន្ធរបស់នាមហើយបទពាក់ព័ន្ធរបស់កិរិយាឬក៏ថាកន្សោមកិរិយាអញ្ចឹងវាមានតែ2ហ្នឹងឯងអញ្ចឹងកន្សោមនាមតើយើងប្រែពុរិសោរីបរោះប៉ុន្តែអាពាក់ព័ន្ធនឹងបរោះហ្នឹងគឺកាឡោអាបទពាក់ព័ន្ធហ្នឹងខ្មែរបល័យថាបទពាក់ព័ន្ធខ្មែរថាកន្សោមនាមអញ្ចឹងយើងត្រូវយកអាហ្នឹងឲ្យហើយពុរិសោរីបរោះកាឡោខ្មៅហើយបានមកយកកិរិយាគេចតិទៅគៀមម៉ាំងកាន់ស្រុកចង់មាន5ពាក្យ6ពាក្យក៏ដោយ7ពាក្យ8ពាក្យក្នុងមួយប្រយោគក៏ដោយគឺវាមានបទពាក់ព័ន្ធរបស់ប្រធាននិងបទពាក់ព័ន្ធរបស់កិរិយាញោមតន់ទេខ្មែរយើងហៅកន្សោមនាមតន់កិរិយាចឹងបានន័យថាបុរសខ្មៅបុរសនឹងហើយយើងអត់មានលោតមកប្រែគេចតិទៅគៀមម៉ាំងកាន់ស្រុកឲ្យបានមកប្រែខ្មៅទេពីព្រោះការឡោនេះវាបញ្ជាក់ន័យឲ្យបុរសនេះអញ្ចឹងការឡោនេះវាត្រូវតែប្រែបន្ទាប់ពីពុរិសោនេះពីព្រោះអីវាជាបទពាក់ព័ន្ធរបស់ប្រធានញោមតន់ហើយណាអញ្ចឹងបានថាកណាចឹងបានន័យថាប្រែអាគ្រូនាមឲ្យហើយចាំប្រែអាមួយគ្រូកិរិយាទៅមកក្រុមកិរិយាទៅហើយចាំប្រែមកក្រុមហ្នឹង objective ទៅហ្នឹងហើយអញ្ចឹងយល់នៅយ៉ាងហ្នឹងគឺវាមានបទពាក់ព័ន្ធហ្នឹងហើយកណាព្រះអង្គអរគុណព្រះអង្គហ្នឹងហើយអញ្ចឹងគេរៀនឲ្យវាលក្ខណៈគេរៀន1ម៉ាត់2ម៉ាត់សិនណាហ្នឹងហើយអញ្ចឹងយើងបើយើងទៅដល់ច្រើនអាត្មាបញ្យល់ហើយទៅដល់ច្រើនទៅអាត្មាថាអូត្រូវប្រែអាណាមុនទៅអាត្មាបរៀនញោមហើយប៉ុណ្ណឹងញាតិញោមរៀនដល់ហ្នឹងអត់ឡើយចង់រត់អស់ហើយព្រះអង្គអញ្ចឹងកណាសុំមានសំណួរបន្តតិចទៀតអញ្ចឹងន័យថាឧទាហរណ៍ថាបើសិនជាក្នុងមួយប្រយោគហ្នឹង4 5ពាក្យ10 20ពាក្យក៏ដោយឲ្យតែនៅចិត្តគ្នាមួយគឺជានាមតែនៅចិត្តមួយហ្នឹងដឹងជានាមដែរព្រះអង្គអាហ្នឹងវាយើងអាចនិយាយចឹងក៏បានប៉ុន្តែវាមានគេហៅថាវាមានទ្រឹស្ដីឬក៏ថារូបមន្តបន្ថែមពីលើហ្នឹងទៀតតែយើងរៀនច្រើនទៅគេបន្ថែមទ្រឹស្ដីរូបមន្តថែមច្រើនទៀតអញ្ចឹងណាប៉ុន្តែដែលជានិយមជាទូទៅដោយអាត្មាបញ្យល់មិញអញ្ចឹងថាបទពាក់ព័ន្ធរបស់នាមយើងប្រែបទពាក់ព័ន្ធរបស់ប្រធានឲ្យអស់ហើយបានត្រឡប់ទៅប្រែបទកិរិយាហើយបទពាក់ព័ន្ធរបស់បទកិរិយាប៉ុន្តែវាមានលឹះនឹងទៀត rule គេថា rule ច្បាប់របស់វាមានលឹះនឹងទៀត
វាមានអាត្រឡប់ពីប្រធានហើយអត់តន់យកអាបត់ពាក់ព័ន្ធហ្នឹងដោយសារវាមានបត់និបាតទៀតវាមានបត់តែនិយាយទៅវាវែងឆ្ងាយខ្ញុំអត់យល់ដដែលទេមកនិយាយទៅអត់យល់ទេគាត់និយាយទៅកណាកុំតាន់ច្រឡំក៏បានដែរអត់អីទេណាអត់អីបងនិយាយទៅបាននិយាយខ្ញុំអត់យល់ទេកំពុងតែទៅហ្នឹងតែគុណម្ចាស់កណាសុំសួរត្រឡប់មកថយក្រោយកន្លែងនេះបន្តិចបានណាគុណម្ចាស់ព្រោះកណាឆ្ងល់ខ្លាំងបាទសួរខ្ញុំកណាអរគុណគុណម្ចាស់កណាឆ្ងល់ត្រង់ថាចរិយាស័ព្ទប្រាប់ពីបច្ចុប្បន្នកាលហ្នឹងគឺវាមានបឋមាតិមជ្ឈមៈសិហើយឧត្តមៈមិអីចឹងណាគុណម្ចាស់ប៉ុន្តែកណាត្រង់កន្លែងថាម្សិលមិញកណាឃើញគុណម្ចាស់សរសេរត្រង់កន្លែងហ្នឹងដាក់ថាសោសាតាំងហ្នឹងហើយនឹងតេតាតានិហ្នឹងវាមិនគុណម្ចាស់កណាឆ្ងល់ហ្នឹងប្រធានរបស់កិរិយាហ្នឹងសោសាតាំងជាប្រធានរបស់កិរិយាស័ព្ទប្រាប់បច្ចុប្បន្នហ្នឹងគុណម្ចាស់មិនមែនទេវាគឺជាប្រធានរបស់បរោះហ្នឹងកន្លែងហ្នឹងឧទាហរណ៍ថាតេអន្តេសេថាធានកណាយកកន្លែងហ្នឹងយកមែនអញ្ចឹងដល់ពេលអាហ្នឹងវានៅក្នុងជួរនេះជួរហ្នឹងគឺបឋមបរោះជួរនេះគឺមជ្ឈិមបរោះជួរនេះគឺឧត្តមបរោះអញ្ចឹងបើវាកិរិយាសព្ទហ្នឹងមានចុងកតុយមានតេគឺវាទារប្រធានរបស់វាសោសាតាំងដោយសារតែវានៅខាងហ្នឹងតែបើវាអន្តេវាទារប្រធានរបស់វាតេតាំងតានិបើវាសេវាទារប្រធានរបស់វាវាំងគឺអាហ្នឹងគឺគូមួយវានឹងហ្មងតែគ្រាន់តែថាតើពេលកិរិយាសព្ទគេដាក់មកទៅបច្ចសិអញ្ចឹងវាឡើងថ្វាំងហើយត្រូវទៅរកថ្វាំងមកដាក់ថ្វាំងបើគេឲ្យមកយើងប្រែគេឲ្យមកបើគេអត់ឲ្យមកយើងថែមខ្ញុំយល់ទេអញ្ចឹងសោសាតាំងហ្នឹងអត់មានឈ្មោះអីទេគុណចាស់សោសាតាំងហ្នឹងប្រែហ្នឹងមានប៉ុន្តែទៅមុខទៀតតែនិយាយអត់យល់សោសាតាំងហ្នឹងគឺជាសព្វនាមកណាចង់ឆ្ងល់ចឹងដល់ពេលអាហ្នឹងសព្វនាមជំនួសណាពុរិស័កហ្នឹងកិរិយាចឹងណាគុណចាស់អូខ្ញុំសួរយល់ខ្ញុំសួរថាអាហ្នឹងជាអីហ៎អាហ្នឹងមិនមែនជានាមទេគឺជាសព្វនាមជាសព្វនាមហើយសព្វនាមហ្នឹងគេមានឈ្មោះរបស់គេគឺពុរិស័កសព្វនាមតែប្រើជំនួសប្រើបានតែពេលជំនួសទេឧទាហរណ៍យើងថាព្រះពុទ្ធបន្ទាប់មកយើងជំនួសព្រះពុទ្ធថាព្រះអង្គយើងប្រើឈ្មោះគាត់ដល់យើងប្រើឈ្មោះដូចថាឪពុកខ្ញុំដល់ពេលមកប្រយោគក្រុមទៀតយើងថាគាត់ដល់ពេលយើងថាឆ្កែដល់ពេលមកក្រុមទៀតយើងថាវាអាហ្នឹងឯងជំនួសសព្វនាមជំនួសលោកម្ចាស់ទឹកបិចហ្នឹងអស់មែនទៀនស្វាំងណាលោកម្ចាស់ស្វាំងអាហ្នឹងទៅសេនៅក្នុង Word វាចេញអញ្ចឹងស្ដាងដល់ពេលតេសិមិហ្នឹងអាហ្នឹងវាជាកិរិយាសព្ទយល់ហើយគុណចាស់ណាអរគុណគុណម្ចាស់ឥឡូវអានេះអាត្មាប្រែឲ្យម្ដងហើយណាញោមសោអីគេរីគាត់លោកម្ចាស់អាហ្នឹងវត្តតមានទេមិនមែនវត្តមាណាទេទៀតវត្តមាណាអត់បាត់ស្អាមួយទេទៀតកណាថាវត្តមានណាវត្តមាណាសិនកាប់សិនចឹងសោរីគាត់សារីនាងតាំងរីវាអវត្តមាណានេះអាត្មាប្រែឲ្យញោមឡាងគាត់ចង់បានអំពិតគេអត់តនេះយើងប្រែថ្វាំងណាគិតថាពិបាកមែនតើហ្មងបល័យអត់ទេបើរៀនតាមអាត្មាបរៀននេះស្រួលទេតែញោមចេះតែឆ្ងល់ថែមហើយមកបន្ទោសអាត្មាថាលើឲ្យទៀន
ហ្នឹងហើយអូអាត្មាត្រូវឡើងពហិមែនតើមក ណា អី ឆ្លាប់ឯងមានហើយក ណាតាមលោកម្ចាស់គ្រូចិត្តតអានេះទៀតដូចរៀងធូរបន្តិចញ៉េកាលមុនតឹងខ្លាំងដូចហែកផងទូលផងឡើងភ្នំអញ្ចឹងលោកម្ចាស់គ្រូទៀតតែឥឡូវរៀងធូរបន្តិច បងឯងតែកន្លះខែដូចគេដូចឯង គឺរៀងញ៉ែញ៉ៃបល័យ អត់ញ៉ៃញ៉ៃទេបើញោមរៀនតាមអាត្មាប៉ុនញោមចេះតែឆ្ងល់ថែមអាហ្នឹងទៅវិញរកផ្លូវចេញឃើញ តែកណាឆ្ងល់ដែរលោកម្ចាស់គ្រូទៀត ដោយតែបកកាយឆ្ងល់ហ្នឹងនឹងវិញរកផ្លូវចេញឃើញ រៀនតាមគ្រូសិនណាគ្រូថាកគ្រូថាខសិនទៅអាហ្នឹងស្មាតោបន្ទោតិចអាហាងរីខ្ញុំមួយយ៉ាងរីយើង អត់ពីកូនសិស្សឆ្លាតព្រះអង្គអញ្ចឹងចេះតែគិតសំដួល តាកូនសិស្សឆ្ងល់កាន់តែជ្រៅទៅជួនកាលវិញរត់ផ្លូវចេញអត់ឃើញ កូនសិស្សចេះរត់មុនដែរម្ចាស់គ្រូ ព្រះអង្គតែកណាឆ្ងល់បាទកណានៅឆ្ងល់មួយទៀតតាមសួរទេព្រោះអីពុរិស័ទ ឥឡូវឆ្ងល់ចាំ សេសាអីទៀតទៅចាំលើកក្រោយ ឆ្ងល់ចាំសួរអាត្មាផ្ទាល់អត់មានសួរក្នុងពេលរៀនទេសួរក្នុងពេលរៀនវិញគេ វិញគេអស់ហើយយើងសួរចេះជ្រៅទៅ មុនដែរកូនសិស្ស តាអាត្មា លោកម្ចាស់សួរពេលរៀនចឹងបានស្ដាប់ច្រើនអ្នកទៀន តាមច្រើនអ្នកប៉ុន្តែ ហ្នឹងហើយជាពុទ្ធិទៀន ហ្នឹងហើយញោមអត់ចេះនៅវិញហ្នឹងឥឡូវចាប់ប៉ុណ្ណឹង ចែកជាធម្មទានផងឲ្យលោកម្ចាស់គ្រូទៀត កណាយកស្របឲ្យសួរក្នុងក្រុមទៅឲ្យអ្នកផ្សេងទៀតអត់ចេះដែរ អត់យល់គេជួយសួរគ្រប់គ្នាឆាប់ចេះទាំងអស់ កណាពេលខ្ញុំ ម្នាក់ម៉ាត់ ហើយខ្ញុំកណាចេះអត់ដល់ឆ្ងល់អត់កើតទេទៀន ឥឡូវឆ្ងល់អត់កើតញោមធ្វើលំហាត់6 4 5នេះទៅវិញញោមអត់ឆ្ងល់អត់ឃើញធ្វើលំហាត់នេះទារកោនេះអានេះទារកៈដល់ពេលទារកាអញ្ចឹងវាពហុវចនៈប្រែថារីអីទារួកអានេះកៃឡន្តិលេងគៀមមេក្នុងស្រុកសុនៈខោរីឆ្កែធាវតិរត់អាវាសេក្នុងអាវាសអាហាងរីខ្ញុំគុញជាមិបរិភោគអាហារាំងនៅអាហារតមហេរីអ្នកទាំងឡាយនិស័យតថាអង្គុយមាញ់ជេលើក្រែសូការារីជ្រូកទាំងឡាយតិតថន្តិញោមអានអត់ត្រូវតិតថន្តិហិតនៅគៀមមេក្នុងស្រុកឬក៏យើងអាចប្រែថាឆកន្លែងហ្នឹងអញ្ចឹងសូការារីជ្រូកទាំងឡាយតិតថន្តិឆគៀមមេក្នុងស្រុកធ្វើលំហាត់5នេះញោមប្រែលោតប្រយោគហើយនឹងរៀងសេចក្តីតោះចប់ហើយញោមចាំសួរទៀតចាំអាទិត្យក្រោយ លោកម្ចាស់គ្រូកណាសនំពរសួរក្នុងក្រុមបានជាធម្មទានផងទៀត សំណាក់អត់ទេខ្ញុំចាស់មិញណាតិច ចឹងលើបញ្ចប់ហើយញោមទោសឯណាដែលខ្ញុំព្រះករុណាធ្វើឲ្យភ្លៀងភ្លាត់ហើយក្នុងព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាម្ចាស់សូមព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាម្ចាស់អត់នៅទោសនោះដល់ខ្ញុំព្រះករុណាទុក្ខបត្តាចនិតទុក្ខាភយាបត្តាចនិភយាសោកបត្តាចនិសោកាហន្តុសាពេបេបានេណោចម្រើនពរលាញោម គណៈអរគុណលោកម្ចាស់គ្រូនមស្ការលាលោកម្ចាស់គ្រូសូមគោរពលាធម្មសិក្សាទាំងអស់គ្នាទេ ណាសូមនមស្ការថ្វាយគុំលាចាស់គ្រូនិងសូមគោរពជំរាប ព្រោះឯណាខ្ញុំប្រកាសណាធ្វើឲ្យខ្ញុំផ្លាត់ចំពោះលោកចាស់សូមផងចាស់អត់នៅទុំអត់ពីករណាខ្ញុំកណាសូមប្រាប់ថ្វាយគុំលាគុណចាស់សូមគោរពលាញាតិតទាំងអស់